សួស្តីប្រិយមិត្ត Channel ស្រាប់នឹងធុតទាំងអស់គ្នាវិលមកជួបជាមួយនឹង admin ម្ដងទៀតហើយដោយសាច់រឿងក្នុងយប់នេះដែរគឺ admin បានលើកយកសាច់រឿងរបស់លោកតាសក់កណ្ដាញ់ដែលជាភាគបញ្ចប់យកមកនិទានឲ្យជូនបងប្អូនទាំងអស់គ្នាស្ដាប់អញ្ចឹងសម្រាប់បងប្អូនម្នាក់ណាឬក៏ fan របស់ admin មួយណាដែលមិនទាន់បានស្ដាប់ភាគ1ភាគ2ភាគ3សូមបងប្អូនទាំងអស់គ្នាចូលទៅក្នុង Channel របស់ admin ដើម្បីចុចចូលទៅស្ដាប់ភាគ1ភាគ2ភាគ3ហើយក៏ចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាថាភាគនេះគឺជាភាគបញ្ចប់របស់លោកតាសក់កណ្ដាញ់កំចាប់មេចោលព្រៃអាគមហើយ admin ក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តសាច់រឿងរបស់ admin តាំងពីភាគ1រហូតមកដល់ភាគបញ្ចប់នេះហើយក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយ admin នៅក្នុងការចុច like ក៏ដូចជា comment ជាពិសេសគឺ subscribe ដើម្បីជួយឲ្យកម្លាំងចិត្ត admin នៅក្នុងការបង្កើតវីដេអូបែបនេះនិងធ្វើវីដេអូដែលតាក់ទងទៅនឹងការចូលទៅក្នុងព្រៃឬក៏តាក់ទងទៅនឹងអាគមជាច្រើនដែល admin មិនទាន់បានប្រាប់បងប្អូនយកមកចែកជូនបងប្អូនស្ដាប់សារទាំងអស់គ្នាហើយក៏ចង់បញ្ជាក់ឲ្យបងប្អូនទាំងអស់គ្នាថាសាច់រឿងនេះគឺជាសាច់រឿងដំណាលអញ្ចឹងគឺវាមានលក្ខណៈជាភាគបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តសាច់រឿងបែបនេះកុំភ្លេចជួយ comment ឲ្យ admin បានដឹងម្នាក់មួយផងណាដើម្បីឲ្យ admin ទៅរកសាច់រឿងប្រភេទនេះមកចែកចាយម្លែកជូនបងប្អូនទាំងអស់គ្នាស្ដាប់បន្តទៀតអញ្ចឹងដើម្បីកុំឲ្យអូសបន្លាយពេលបងប្អូនយូរ admin សូមនាំបងប្អូនទាំងអស់គ្នាទៅស្ដាប់សាច់រឿងរបស់លោកតាសក់កណ្ដាញ់ភាគបញ្ចប់ Hello? Can you see me? អញ្ចឹងសាច់រឿងរបស់យើងក៏បានកាត់មកដល់អំពីបងយុទ្ធនិងបងយតក៏បានចាប់ផ្ដើមបង្ហាត់ទាហានទ័ពដែលគាត់បានចាប់មកថ្ងៃមុនណាគឺជាទ័ពទី2របស់ចៅព្រៃអញ្ចឹងគ្នាដែលបងយុទ្ធនិងបងយតគ្រប់គ្រងណាគឺមានរហូតដល់45នាក់គាត់មានគ្នាតែ2នាក់ទេក៏ប៉ុន្តែគាត់ត្រូវគ្រប់គ្រងកូនក្រុមរបស់គាត់ណាដែលជាចៅព្រៃជួរទី2ហ្នឹងមានគ្នារហូតដល់45នាក់ដែលគាត់នឹងបានបង្ហាត់នៅក្បាច់គុណយុទ្ធគុណទាំងឡាយរហូតដល់អ្នកទាំងអស់ហ្នឹងណាអាចចេះសំបីតែការបាញ់ព្រួយបាញ់អីឲ្យចំគោលដៅអីហ្នឹងគឺសុទ្ធសឹងតែបងយតគាត់ជាអ្នកបង្រៀនទាំងអស់អញ្ចឹងលោកគ្រូដួងនិងលោកគ្រូដាញ់ណាបន្ទាប់ពីឃើញស្នាដៃរបស់បងយតហើយគាត់តែងតែសរសើរនិងលើកទឹកចិត្តបងយតជានិច្ចដែលគាត់បាននិយាយថាបងយតនេះហើយគឺជាអ្នកស្រោចស្រង់ជីវិតអ្នកស្រុកទាំងអស់ហ្នឹងណាអ្នកស្រុកអ្នកភូមិទាំងអស់ហ្នឹងមិនមែនជាលោកគ្រូទាំងពីរនាក់ឡើយព្រោះថាគាត់នឹងគឺខិតខំប្រឹងប្រែងជាលោកគ្រូទាំងពីរនាក់ទៀតសំបីថាលោកគ្រូដាញ់និងលោកគ្រូដួងហ្នឹងក៏មិនស្មើនឹងពួកគាត់ផងក៏ប៉ុន្តែអ្វីដែលត្រូវបងយុទ្ធត្រូវប្រយ័ត្នប្រយែងជាងគេកងទ័ពរបស់ចៅក្រុមចៅជួរទី3ហ្នឹងណាគឺជាកងទ័ពខ្លាំងក្លាមែនទែនមានន័យថាពួកវាហ្នឹងគឺដូចជាបិសាចចឹងពួកវាមិនមែនជាមនុស្សទេពេលដែលពួកវាវាយប្រហារគឺពួកវាមិនខ្លាចឈឺចាប់អីឡើយគឺពួកវាពីវាយប្រហារដូចជាគេហៅថាកំរោលចូលអញ្ចឹងមានន័យថាតបចៅដែលចូលមកទួលទី3ហ្នឹងគឺកាប់សម្លាប់ដោយមិនរើសមុខឡើយមិនថាជាលោកគ្រូមិនថាជាកូនសិស្សទេសំបីតែចៅគ្នាវាហ្នឹងក៏វាកាប់សម្លាប់ដែរឲ្យតែធ្វើខុសនឹងវិន័យរបស់ពួកវាអញ្ចឹងចៅជួរទី3ហ្នឹងគឺជាកៅដែលខូខើបំផុតដែលលោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងគាត់មានអារម្មណ៍ថាគួរឲ្យរអានឹងពួកវាក៏ប៉ុន្តែបងយុទ្ធនិងបងយតហ្នឹងគឺស្មារតីរបស់ពួកគាត់ហ្នឹងគឺដឹងតែឈ្នះតែមួយមុខទេពួកគាត់គឺអត់ខ្វល់ខ្វាយជាមួយនឹងក្រុមចៅដ៏មានសមត្ថភាពអីក៏ដោយមកពីខាងណាក៏ដោយឲ្យតែប្រយុទ្ធជាមួយគាត់គឺគាត់អត់ខ្លាចទេបើសិនជាពួកហ្នឹងមិនមានព្រួយមានអីបាញ់តទល់ជាមួយគាត់ដោយសារតែបង្យុទ្ធគឺគាត់មិនមែនជាមនុស្សធម្មតាទេគាត់ក៏ធ្លាប់ចូលក្នុងជួរទាហានដែរនៅក្នុងការបាញ់ព្រួយបាញ់អីហ្នឹងគឺបងយតនិងបងយុទ្ធហ្នឹងគាត់ច្បាស់ខ្លាំងនឹងខាងមែនទែនអញ្ចឹងបានជាគាត់ទុកចិត្តលើទាហានរបស់ពួកគាត់ដែលគាត់ចាយពេលហាត់ត្រឹមតែមួយខែទេក៏ប៉ុន្តែមួយខែរបស់គាត់ហ្នឹងគឺអាចស្មើនឹងទាហានគេហាត់រហូតដល់រយៈពេល1ឆ្នាំអញ្ចឹងគឺពួកគាត់អត់ខ្លាចរអានឹងក្រុមចៅជួរទី3ហ្នឹងទេលោកគ្រូដួងនិងលោកគ្រូដាញ់បន្ទាប់ពីឃើញការជឿជាក់របស់បងយុទ្ធនិងបងយតគាត់ក៏នឹកស្មានដែរគាត់នឹកស្មានថាបងយុទ្ធនិងបងយតហ្នឹងអាចនឹងយកឈ្នះនៅការប្រយុទ្ធខាងថ្ងៃខាងមុខហ្នឹងហើយក៏ប៉ុន្តែអ្វីដែលគាត់បារម្ភគឺជាការបារម្ភទៅកាន់មេចៅព្រៃដែលចេះអាគមនឹងឯងដែលមេចៅព្រៃចេះអាគមហ្នឹងគឺមិនមែនជាមេចៅព្រៃធម្មតាទេវាគឺមានកូនក្រក់ការពារក៏ប៉ុន្តែលោកគ្រូដួងហ្នឹងមិនដឹងថាកូនក្រក់ហ្នឹងជាកូនក្រក់ព្រាយឬក៏កូនក្រក់ដែលជាកូនក្រក់ពិតប្រាកដទេដោយសារតែកូនក្រក់ពិតប្រាកដហ្នឹងគឺវាខ្លាំងជាងកូនក្រក់ព្រាយអញ្ចឹងរបស់លោកគ្រូ
ដាញ់គឺមានកូនក្រក់មួយដែរប៉ុន្តែកូនក្រក់របស់លោកគ្រូដាញ់ហ្នឹងគឺគាត់មិនដែលដកប្រើទេសូម្បីតែលោកគ្រូដួងហ្នឹងក៏គាត់មិនដឹងថាកូនក្រក់របស់លោកគ្រូដាញ់ហ្នឹងអាចប្រយុទ្ធជាមួយនឹងកូនក្រក់ពីររបស់មេចៅព្រៃនឹងបានអត់ផងអញ្ចឹងលោកគ្រូដួងក៏គាត់បារម្ភដែរអ្វីដែលលោកគ្រូដួងគាត់កាន់តែបារម្ភទៀតណាគឺគាត់អត់ជឿជាក់ទៅលើខ្លួនគាត់ថាអាចកម្ចាត់ចៅព្រៃបានទេព្រោះថាអាគមដែលគាត់រៀនកន្លងមកគឺគាត់អាចបានសាកប្រើវាម្ដងណាឡើយទេអញ្ចឹងបានជាគាត់អត់ហ៊ានទុកចិត្តលើអាគមរបស់គាត់នឹងបន្ទាប់ពីលោកគ្រូដួងគិតហើយហ្នឹងគាត់ក៏បានហៅគ្នាហ្នឹងមកផឹកតែលេងជុំគ្នាដោយនិយាយគ្នាពីនេះពីនោះពីរឿងយុទ្ធសាស្ត្រពីរឿងអីនៅក្នុងការប្រយុទ្ធជាមួយនឹងក្រុមមេចៅព្រៃនៅថ្ងៃអាទិត្យក្រោយហ្នឹងណាអញ្ចឹងនៅពេលដែលកំពុងតែនិយាយគ្នាលេងហ្នឹងណាលោកគ្រូដួងគាត់ក៏បានផ្លឹកដែលគាត់គិតថាគួរតែសួរលោកគ្រូដាញ់អំពីរឿងរ៉ាវដែលគាត់ចង់សួរនឹងអត់ដែលគាត់គិតថាអ្វីដែលគាត់សួរហ្នឹងដូចជាមិនត្រឹមត្រូវទេព្រោះថាបើគាត់សួរទៅខ្លាចលោកគ្រូដាញ់គាត់អន់ចិត្តអីចឹងណាពេលភ្លាមហ្នឹងគាត់កំពុងតែផ្លឹកហ្នឹងស្រាប់តែលោកគ្រូដាញ់ហ្នឹងបានទះស្មារបស់គាត់ធ្វើឲ្យគាត់ភ្ញាក់អញ្ចឹងលោកគ្រូដាញ់ហ្នឹងគាត់ក៏សង្ស័យគាត់ក៏បានសួរទៅកាន់លោកគ្រូដួងថាមុនហ្នឹងបងគិតអីគេបានជាឃើញផ្លឹកអញ្ចឹងហេតុអីមានរឿងអីក៏អត់ចេះប្រាប់គ្នាដោយសារតែយើងហ្នឹងរស់នៅក្រុមជាមួយគ្នាអញ្ចឹងមានអីសួរគ្នាមកកុំក្រែងចិត្តអីអញ្ចឹងនៅពេលដែលឮសម្ដីរបស់លោកគ្រូដាញ់ហើយលោកគ្រូដួងហ្នឹងគាត់ក៏បានសួរទៅកាន់លោកគ្រូដាញ់ដោយសំណួររបស់គាត់ហ្នឹងគាត់សួរលក្ខណៈដូចជាភ័យអញ្ចឹងគាត់ក៏សួរទាំងញោមមាត់ទៅកាន់លោកគ្រូដាញ់ថាបងបើអាចទេខ្ញុំអាចសួរបងនៅសំណួរមួយបានអត់តែសំណួរហ្នឹងវាអាចប៉ះពាល់ដល់អារម្មណ៍បងអត់អីអញ្ចឹងណាបើសិនជាប៉ះពាល់ឲ្យគាត់សុំទោសផងព្រោះថាគាត់អត់មានបំណងទេគាត់សួរហ្នឹងគឺដោយសារតែគាត់បារម្ភអញ្ចឹងលោកគ្រូដួងក៏បានសួរទៅកាន់លោកគ្រូដាញ់ថាបងកូនក្រក់របស់បងហ្នឹងណាវាស័ក្តិសិទ្ធិកម្រិតណាហើយវាអាចទប់ទល់នឹងកូនក្រក់របស់មេចៅព្រៃនឹងពីរហ្នឹងបានអត់ដោយសារតែតាមឮដំណឹងមកកូនក្រក់របស់មេចៅព្រៃពីរហ្នឹងគឺមានរិទ្ធខ្លាំងក្លាមែនតែននៅពេលដែលចៅព្រៃមេចៅព្រៃហ្នឹងវាជួបនៅបញ្ហាមួយដែលវាអាចនឹងទាល់ជីវិតណាកូនក្រក់ពីរហ្នឹងគឺតែងតែចេញមកជួយវាជានិច្ចហើយទើបធ្វើឲ្យមេចៅព្រៃហ្នឹងគឺតែងតែរួចខ្លួនអំពីការតាមប្រមាញ់របស់អ្នកភូមិឬក៏តាមប្រមាញ់របស់ទាហានដែលគេតាមចាប់វារហូតណាអញ្ចឹងហើយបានជាលោកគ្រូដួងហ្នឹងបានកើតក្តីបារម្ភចំពោះលោកគ្រូដាញ់ថានៅពេលដែលមេចៅព្រៃនឹងវាទាល់វាអាចរត់រួចកាលណាវារត់រួចទៅវាអាចទៅរៀនសង្ងំរៀននៅមន្តវិជ្ជាការអីដើម្បីមកសងសឹកពួកគាត់វិញអញ្ចឹងបានជាលោកគ្រូដួងហ្នឹងគាត់បារម្ភអំពីលោកគ្រូដាញ់ដោយសារតែបើសិនជាវារួចខ្លួនវានឹងធ្វើជាទ័ពឬក៏ប្រមូលកងទ័ពប្រមូលគ្នាហ្នឹងមកលើកគ្នាមកម្ដងទៀតហើយបើសិនជាវារៀនមន្តអាគមខ្លាំងជាងហ្នឹងយើងពិបាកនឹងបង្ក្រាបវាតិចហើយអញ្ចឹងក្រោយពីឮការបារម្ភរបស់លោកគ្រូដួងហើយលោកគ្រូដាញ់គាត់បានសើចដោយការសើចរបស់គាត់ហ្នឹងគឺធ្វើឲ្យលោកគ្រូដួងហ្នឹងគាត់មានអារម្មណ៍ថាដូចជាគាត់ហ្នឹងបាននិយាយអីខុសអញ្ចឹងលោកគ្រូដាញ់ហ្នឹងគាត់សើចធម្មតាដែលគាត់ឆ្ងល់ថាហេតុអីបានជាលោកបងដួងហ្នឹងបារម្ភអំពីមេចៅព្រៃដែលពាក់កូនក្រក់អញ្ចឹងកូនក្រក់ដែលវាពាក់ហ្នឹងគឺមិនមែនជាកូនក្រក់ដែលគេឲ្យទេអញ្ចឹងមានន័យថាបើសិនជាកូនក្រក់ដែលគេឲ្យអ្នកទាំងអស់គ្នាអាហ្នឹងគេហៅថាកូនក្រក់ក៏ប៉ុន្តែនៅពេលដែលកូនក្រក់ដែលពួកវាសម្លាប់ដូចជាសម្លាប់ម្ដាយដើម្បីយកកូនអញ្ចឹងណាហើយយកកូនហ្នឹងទៅធ្វើពិធីទៅធ្វើអីអាហ្នឹងគេមិនហៅកូនក្រក់ទេគេហៅថាកូនព្រាយអញ្ចឹងកូនព្រាយហ្នឹងគឺវាអត់មានកម្លាំងខ្លាំងដូចជាកូនក្រក់ដែលគេឲ្យហ្នឹងទេអញ្ចឹងកូនក្រក់ដែលពីររបស់មេចៅព្រៃហ្នឹងគឺជាកូនព្រាយទាំងពីរតែម្ដងបែបហ្នឹងហើយគឺវាអត់មានរិទ្ធណាទេដើម្បីអាចយកឈ្នះកូនក្រក់របស់លោកគ្រូដាញ់ដែលជាកូនក្រក់ដែលខ្មោចបានឲ្យកូនក្រក់ហ្នឹងគឺលោកគ្រូដាញ់ហ្នឹងគាត់អត់បែរបានសុំពីនរណាទេហើយក៏មិនដែលទៅសម្លាប់អ្នកណាដើម្បីយកកូនក្រក់ហ្នឹងដែរក៏ប៉ុន្តែនៅពេលដែលគាត់ចូលទៅក្នុងព្រៃហ្នឹងថ្ងៃមួយគាត់ក៏បានជួបនឹងខ្មោចបំពេកូនមួយដែលគាត់ឃើញខ្មោចបំពេកូននឹងភ្លាមលោកគ្រូដាញ់ហ្នឹងគាត់ក៏សួរទៅកាន់ខ្មោចបំពេកូនហ្នឹងណាអញ្ចឹងខ្មោចបំពេកូនក្រោយពីឃើញលោកគ្រូដាញ់ហ្នឹងគេក៏ព្យាយាមធ្វើរឹតយ៉ាងណាដើម្បីឲ្យលោកគ្រូដាញ់ហ្នឹងចុះចាញ់រឹតគេហើយឲ្យខ្លាចនឹងខ្មោចគេដែរក៏ប៉ុន្តែលោកគ្រូដាញ់ហ្នឹងគឺគាត់អត់ចុះចាញ់ទេទោះជាខ្មោចបំពេកូននឹងសំដែងរឹតធ្វើឲ្យគួរឲ្យខ្លាចយ៉ាងណាក៏ដោយរូបភាពយ៉ាងណាក៏ដោយក៏លោកគ្រូដាញ់ហ្នឹងគឺគាត់អត់ចុះចាញ់នៅរឹតខ្មោចហ្នឹងទេដោយសារតែខ្មោចបំពេកូននឹងចុះចាញ់នៅរឹតរបស់លោកគ្រូដាញ់ហ្នឹងណាអញ្ចឹងបានជាវាហ្នឹង
បានឲ្យកូនក្រក់មួយមកកាន់លោកគ្រូដាញ់នឹងដែលកូនក្រក់ឲ្យលោកគ្រូដាញ់ដំបងនឹងគឺមិនមែនជាកូនក្រក់ដែលចេញរុំសភាពចេញមកគឺស្អាតបាតអីទេតតែលោកគ្រូដាញ់នឹងគាត់យកទៅឆ្អើរភ្លើងរយៈពេល1អាទិត្យពេញហើយនៅធ្វើពិធីចងអស់រយៈពេល7 ខែទៀតទើបកូនក្រក់នឹងអាចមានឫទ្ធិយ៉ាងខ្លាំងមួយដែលគាត់ចូលចិត្តប្រើកូនក្រក់នឹងខ្លាំងមែនទែននៅក្នុងការទៅស៊ើបដំណឹងពីនរណាម្នាក់ឬក៏ស៊ើបដំណឹងថាថ្ងៃហ្នឹងគាត់ចេញទៅមានអ្វីអីគេខ្លះដែលគាំងមុខគាត់អីហ្នឹងណាគឺតែងតែកូនក្រក់ហ្នឹងតែងតែមកប្រាប់លោកគ្រូដាញ់ហ្នឹងរហូតតែម្ដងអញ្ចឹងមានន័យថារិទ្ធរបស់កូនក្រក់របស់លោកគ្រូដាញ់ហ្នឹងគឺមានឫទ្ធិខ្លាំងមែនទែនអញ្ចឹងហើយលបងដួងឯងកុំបារម្ភអីលបងដួងឯងគួរតែប្រឹងសង្ងំតាំងនៅវិជ្ជាសិលដែលធ្លាប់រៀនទាំងប៉ុន្មានណារំលឹកនៅអាគមដែលធ្លាប់រៀនទាំងប៉ុន្មានហ្នឹងមកថ្ងៃដែលចូលមកប្រកួតហ្នឹងគឺខ្ញុំនឹងទៅសុំអំពីមេចៅព្រៃហ្នឹងណាឲ្យឈប់កាប់សម្លាប់គ្នានៅក្នុងការច្បាំងគ្នាទៀតទៅច្បាំងគ្នាដោយប្រើទ័ពកូនចៅហើយបវួរគ្នានៅការសាក់អាគមម្ដងដោយខ្ញុំនឹងចង់ដឹងថាអាគមរបស់មេចៅព្រៃហ្នឹងគឺវាខ្លាំងកម្រិតណាបានជាវាហ្នឹងអាចគ្រប់គ្រងកូនចៅព្រៃរហូតដល់រាប់រយនាក់បានមិនតែប៉ុណ្ណោះខ្ញុំតែងឮពីមាត់អ្នកភូមិមួយទៅអ្នកភូមិមួយថាអាគមរបស់មេចៅព្រៃហ្នឹងគឺវាហាត់រៀនអំពីលោកឥសីម្នាក់ក៏ប៉ុន្តែលោកគ្រូដាញ់ហ្នឹងដឹងថាវាហាត់រៀនអំពីលោកឥសីម្នាក់ណាទេក៏ត្រឹមតែដឹងថាមេចៅព្រៃហ្នឹងគឺវាមានអាគមខ្លាំងពូកែខ្លាំងមែនទែនពលគឺវាអាចចេះប្រើនៅគោអាគមដែលជាអាគមទាល់តែអ្នកដែលចេះអាគមខ្លាំងតែប៉ុណ្ណោះដែលអាចចេះប្រើនៅមេគូមេបាគូព្រៃអីហ្នឹងក៏ប៉ុន្តែមេចៅព្រៃហ្នឹងគឺចេះនៅអាគមហ្នឹងមែនទែនសំបីតែអាគមមហាបិណ្ឌមហាបាំងអីក៏វាអាចនឹងចេះដែរអញ្ចឹងលោកគ្រូដាញ់ហ្នឹងក៏គាត់ចង់ឃើញនឹងភ្នែកដែរព្រោះថាគាត់រៀនអាគមយូរណាស់មកហើយគាត់មិនដែលប៉ះអ្នកណាដែលខ្លាំងជាងគាត់ប្រហែលទេគាត់ក៏ចង់ជួបអ្នកខ្លាំងខាងអាគមនឹងដែរថាខ្លាំងកម្រិតណាហើយអាចយកឈ្នះអាគមរបស់គាត់អត់អញ្ចឹងឮថាមេចៅព្រៃនឹងខ្លាំងខាងអាគមហើយឲ្យលោកគ្រូដួងនឹងគាត់សាកទៀតភ្លាមនឹងលោកគ្រូដួងក៏គាត់ចង់បដិសេធដែរក៏ប៉ុន្តែដោយសារតែគាត់នឹងខ្លាចខ្មាស់គេដោយសារតែក្នុងចំណោមអ្នកផឹកតែហ្នឹងគឺមានមេចៅព្រៃ2នាក់ទៀតដែលជាមេកាន់ក្រុមអញ្ចឹងមានន័យថាក្នុងមួយក្រុមហ្នឹងគេមានមេចៅព្រៃកាន់ម្នាក់ហើយអញ្ចឹងបានជាលោកគ្រូដាញ់និងលោកគ្រូដួងព្រមទាំងមងយុទ្ធគាត់ចាប់បានទាំងអស់ហ្នឹងហើយបានជាមានមេចៅព្រៃ1 2នាក់អញ្ចឹងនៅក្នុងក្រុមហ្នឹងដែរអញ្ចឹងដល់ពេលដែលគាត់ពងតាហូបតែជុំគ្នាហ្នឹងក៏គាត់បាននិយាយជុំគ្នាជាមួយនឹងក្រុមមេចៅព្រៃដែលគាត់ចាប់បានមកហ្នឹងអញ្ចឹងហើយបានជាលោកគ្រូដួងហ្នឹងក៏ហ៊ានបដិសេធនឹងលោកគ្រូដាញ់ថាគាត់មិនចង់ទៅសាកអាគមជាមួយនឹងមេចៅព្រៃហ្នឹងទេដោយសារតែអាគមរបស់គាត់គឺនៅមានកម្រិតមានន័យថាអាគមរបស់គាត់នឹងគឺมันខ្លាំងបកែ 100% អញ្ចឹងបន្ទាប់ពីលោកគ្រូដួងគាត់បាននិយាយគ្នាជាមួយនឹងលោកគ្រូដាញ់មកគាត់ក៏បានសុំលោកគ្រូដាញ់ហ្នឹងចាក់ចេញពីភូមិហ្នឹងទៅក្នុងព្រៃតាឯងនៅកន្លែងខ្ទមឫស្សីមួយសុំគាត់ហ្នឹងរយៈពេល3ថ្ងៃដើម្បីគាត់ហ្នឹងទៅដាក់អាគមរបស់គាត់ឡើងវិញនៅក្នុងការប្រយុទ្ធជាមួយនឹងមេចៅព្រៃហ្នឹងក្រោយពីលោកគ្រូដាញ់ដឹងថាលោកគ្រូដួងក៏ចូលទៅក្នុងព្រៃដើម្បីដាក់អាគមលោកគ្រូដាញ់ក៏បានលើកទឹកចិត្តឲ្យលោកគ្រូដួងថាកុំភ័យខ្លាចនៅក្នុងការជួបនៅក្នុងឧបសគ្គដែលគាត់ត្រូវជួបនៅខាងមុខហ្នឹងហើយលោកគ្រូដួងត្រូវតែជឿជាក់ទៅលើខ្លួនឯងព្រោះថាមានតែខ្លួនយើងទេដែលដឹងថាខ្លួនយើងចេះកម្រិតណាហើយជឿជាក់លើសមត្ថភាពខ្លួនយើងកម្រិតណាអញ្ចឹងក្រោយពីលោកគ្រូដួងបានការលើកទឹកចិត្តរបស់លោកគ្រូដាញ់ហើយលោកគ្រូដួងកាន់តែមានកម្លាំងចិត្តនៅក្នុងការដាក់អាគមរបស់គាត់ឡើងវិញរួចគាត់ត្រៀមខ្លួនជាស្រេចនៅក្នុងការប្រយុទ្ធជាមួយនឹងមេចៅព្រៃខាងមុខនេះអញ្ចឹងបន្ទាប់ពីការចូលទៅក្នុងព្រៃ3ថ្ងៃរបស់លោកគ្រូដួងហើយបងយុទ្ធនិងបងយ៉តមានការបារម្ភអំពីសុខភាពរបស់លោកគ្រូដួងខ្លាំងមែនទែនព្រោះថាលោកគ្រូដួងគាត់មិនដែលទៅណាមកណាដោយម្នាក់ឯងទេគាត់តែងតែមានបងទាំងពីរនាក់ហ្នឹងគាត់ទៅជាមួយគាត់ជានិច្ចព្រោះថាមានតែបងយុទ្ធនិងបងយ៉តនេះហើយដែលធ្វើបាយធ្វើទឹកម្ហូបជូនលោកគ្រូដួងពិសាររហូតអញ្ចឹងណាក៏ប៉ុន្តែបងទាំងពីរនាក់ហ្នឹងត្រូវបានលោកគ្រូដាញ់ខាត់ព្រោះថាលោកគ្រូដាញ់គាត់មិនចង់ឲ្យបងទាំងពីរនាក់ហ្នឹងទៅរំខានអំពីសមាធិរបស់លោកគ្រូដួងទេព្រោះថាការធ្វើសមាធិក្នុងការដាក់អាគមឡើងមកវិញហ្នឹងគឺត្រូវការភាពស្ងប់ស្ងាត់ខ្លាំងមែនទែនគឺមិនឲ្យមាននរណាម្នាក់ទៅរំខានគាត់ឡើយអញ្ចឹងដោយការយល់របស់បងយុទ្ធបងយ៉តចំពោះលោកគ្រូដាញ់គាត់បានធ្វើដំណើរទៅរកលោកគ្រូដួងទេអញ្ចឹងបងទាំងពីរនាក់ហ្នឹងគាត់ចាំរហូតទៅដល់ថ្ងៃប្រយុទ្ធនៅពេលនោះវត្តមានរបស់លោកគ្រូដួងមិនទាន់មកទេគាត់កាន់តែបារម្ភខ្លាំងមែនទែនហើយព្រោះថាគាត់គិតថាលោកគ្រូដួងអាចនឹងជួបប្រទះនៅបញ្ហាអីហើយបានជាគាត់ហ្នឹងអត់ឃើញវិលត្រឡប់មកវិញអញ្ចឹងបងយុទ្ធបងយ៉តគាត់មានការបារម្ភខ្លាំងមែនទែនរហូតគាត់ហ្នឹង
ចង់បាត់បង់យុទ្ធសាស្ត្រនៅក្នុងការប្រយុទ្ធជាមួយនឹងមេតបព្រៃមេចៅព្រៃខាងមុខនឹងឯងអញ្ចឹងក្រោយពីឃើញការបារម្ភរបស់បងយុទ្ធបងយត់ពេកលោកគ្រូដាញ់ក៏បានប្រាប់ថាវេលាម៉ោង1ថ្ងៃត្រង់ហ្នឹងលោកគ្រូដួងនឹងធ្វើដំណើរចេញពីព្រៃមកកន្លែងគាត់ហើយអញ្ចឹងយើងត្រូវតែចាំវត្តមានរបស់លោកគ្រូដួងអញ្ចឹងបងយុទ្ធបងយត់គាត់ឮសម្ដីរបស់លោកគ្រូដាញ់ភ្លាមគាត់ក៏ឆ្ងល់ថាហេតុអីបានជាលោកគ្រូដាញ់ហ្នឹងគាត់ដឹងថាលោកគ្រូដួងហ្នឹងបានធ្វើដំណើរមកកន្លែងគាត់ហ្នឹងនៅក្នុងម៉ោង1ថ្ងៃអញ្ចឹងក្រោយពីម៉ោង1ថ្ងៃគឺឃើញវត្តមានរបស់លោកគ្រូដួងដើរចេញពីព្រៃមកតែម្នាក់ឯងពិតមែនភ្លាមនឹងបងយុទ្ធបងយត់គាត់សប្បាយចិត្តខ្លាំងមែនទែនគាត់ក៏បានរត់ទៅអោបលោកគ្រូដួងដែរថាលោកគ្រូដួងបាត់តាណារយៈពេល7 ម៉ាទិត្យហ្នឹងគាត់ចង់ទៅរកដែរក៏ប៉ុន្តែត្រូវលោកគ្រូដាញ់នឹងខាត់អញ្ចឹងលោកគ្រូដួងក៏បានប្រាប់នៅរឿងរ៉ាវដែលគាត់នឹងបានចូលទៅក្នុងព្រៃហ្នឹងណាថាគាត់ចូលទៅដាក់គុំដាក់អីហ្នឹងព្រោះថាត្រូវប្រយុទ្ធជាមួយនឹងមេចៅព្រៃហើយការប្រយុទ្ធនឹងមេចៅព្រៃលើកហ្នឹងណាលោកគ្រូដួងក៏បានប្រាប់បងយុទ្ធនឹងមកយត់ដែរថាបើសិនជាអាចគ្រាន់តែបាញ់ឲ្យពួកចៅក្រុមចៅព្រៃដែលចូលមកតបតបងហ្នឹងរបួសទៅបានហើយនៅពេលដែលពួកវារបួសច្រើនហើយចាំឲ្យលោកគ្រូដាញ់ហ្នឹងចូលទៅចរចាជាមួយនឹងមេចៅព្រៃនៅក្នុងការប្រយុទ្ធអាគមមួយស្ទល់នឹងមួយមានន័យថាមិនឲ្យស្លាប់ដល់កូនចៅកូនចាប់កូនព្រាបហ្នឹងទេគឺគាត់ចង់ប្រយុទ្ធនឹងមេចៅព្រៃហ្នឹងមួយទល់នឹងមួយតែម្ដងបើសិនជានរណាចាញ់នៅក្នុងការប្រយុទ្ធនេះអ្នកនោះនឹងត្រូវអស់ជីវិតនៅក្នុងថ្ងៃហ្នឹងអញ្ចឹងក្រោយពីឮសម្ដីរបស់លោកគ្រូដួងហើយបងយុទ្ធនឹងបងយត់គាត់បារម្ភទៅលើលោកគ្រូដួងមែនទែនព្រោះថាគាត់ស្រឡាញ់លោកគ្រូដួងហ្នឹងប្រៀបដូចជាឪពុករបស់គាត់ចឹងបងយុទ្ធបងយត់គាត់បានកំព្រាឪពុកហ្នឹងតាំងតែពីគាត់នៅតូចមកម្លេះអញ្ចឹងគាត់មិនចង់បាត់បង់លោកគ្រូដួងទេគាត់សុំទៅលោកគ្រូដាញ់ថាបើសិនជាអាចគាត់ឲ្យលោកគ្រូដាញ់ហ្នឹងចូលមកជំនួសលោកគ្រូដួងបានទេព្រោះថាគាត់ហ្នឹងអត់ហ៊ានទុកចិត្តឲ្យលោកគ្រូដួងហ្នឹងទៅសាកវិជាគុណហ្នឹងជាមួយនឹងមេចៅព្រៃហ្នឹងទេដោយសារតែមេចៅព្រៃហ្នឹងគឺវាមានឫទ្ធិខ្លាំងមែនទែននៅក្នុងការប្រើអាគមរបស់វាហ្នឹងព្រោះថាមានគ្រូអាគមពីរនាក់ឯងដែលត្រូវបានស្លាប់ដោយសារតែចង់សាកល្បងអាគមជាមួយនឹងមេចៅព្រៃហ្នឹងអញ្ចឹងមានតែលោកគ្រូដាញ់ទេព្រោះថាលោកគ្រូដាញ់គាត់គឺជាមនុស្សម្នាក់ដែលចេះអាគមមកតាំងពីតូចមកម្លេះព្រោះថាគាត់ហ្នឹងគឺមាននិស្ស័យសក់កណ្ដាញ់កាន់គាត់អញ្ចឹងទោះជាអ្នកហ្នឹងខ្លាំងអាគមដល់កម្រិតណាក៏ដោយបើសិនជាលោកគ្រូរបស់គេហ្នឹងមិនមែនជាឥសីទេអញ្ចឹងត្រូវតែចាញ់លោកគ្រូដាញ់ជានិច្ចតែម្ដងចឹងហើយបានជាបងយុទ្ធបងយត់គាត់ទុកចិត្តលោកគ្រូដាញ់ហ្នឹងជាងលោកគ្រូដួងអញ្ចឹងលោកគ្រូដាញ់ហ្នឹងគាត់ក៏បានប្រាប់ទៅកាន់បងយុទ្ធបងយត់ថាគាត់អាចទៅជំនួសបានក៏ប៉ុន្តែត្រូវសួរចិត្តរបស់លោកគ្រូដួងសិនព្រោះថាលោកគ្រូដួងហ្នឹងឮគាត់ថាចង់នឹងសាកល្បងវិជាសិលឬក៏ជាអាគមហ្នឹងជាមួយនឹងមេចៅព្រៃហ្នឹងព្រោះគាត់ចង់សាងយកស្នាដៃរបស់គាត់អញ្ចឹងដោយសារតែភាពខ្លាចបាត់បង់គេឈ្មោះឬក៏បាក់មុខនៅក្នុងការប្រយុទ្ធអាគមហ្នឹងព្រោះថាបើសិនជាមិនហ៊ានសាកអាគមជាមួយនឹងមេចៅព្រៃហ្នឹងខ្លាចថាពេលដែលលោកគ្រូដាញ់ទៅចរចាហើយអញ្ចឹងខ្លាចថាមេចៅព្រៃហ្នឹងវាថាលោកគ្រូដួងកំសាកអីអញ្ចឹងណាបានជាលោកគ្រូដួងហ្នឹងគាត់ចង់សាកអាគមជំនួសលោកគ្រូដាញ់អញ្ចឹងលោកគ្រូដួងក៏បានប្រាប់លោកគ្រូដាញ់ថាអត់អីទេខ្ញុំអាចសាកបានព្រោះថាអាគមខ្ញុំហ្នឹងបានដាស់មកវិញអស់ហើយនៅពេលដែលខ្ញុំចូលទៅក្នុងព្រៃរយៈពេល7ថ្ងៃហ្នឹងគឺបានដាស់អាគមអស់មកបានទាំងលោកគ្រូដើមលោកគ្រូចុងអីហ្នឹងគឺគាត់បានដាស់មកអស់ហើយអញ្ចឹងគឺគាត់អត់ខ្លាចទេនៅក្នុងការប្រយុទ្ធជាមួយនឹងមេចៅព្រៃថ្ងៃខាងមុខហ្នឹងការនិយាយរបស់លោកគ្រូដួងគឺមើលទៅគឺដូចជាភាពភ័យអញ្ចឹងមានន័យថាលោកគ្រូដួងគឺគាត់និយាយមកមិនដូចចេញពីចិត្តទាំងអស់ទេដោយសារតែការនិយាយរបស់គាត់គឺរៀងភ័យដែរអញ្ចឹងដោយសារតែលោកគ្រូដាញ់គាត់ដឹងចិត្តមនុស្សក៏ដឹងថាលោកគ្រូដួងហ្នឹងគឺអាចនឹងភ័យខ្លាចនៅក្នុងការដែលត្រូវគេមើងងាយនៅក្នុងការមិនហ៊ានសាកក្បាច់គុណជាមួយនឹងមេចៅព្រៃហ្នឹងដោយសារតែការលេងអាគមមួយទល់នឹងមួយហ្នឹងគឺវាគ្រោះថ្នាក់ខ្លាំងបើសិនជាភាគីមួយខាងណាចាញ់ហើយបើសិនជាមិនមាននរណាគេជួយទេភាគីនោះនឹងត្រូវអស់ជីវិតភ្លាមតែម្ដងព្រោះថាអាគមហ្នឹងគឺមិនអាចលេងចូលបានទេដោយសារតែគ្រូអាគមខាងនីមួយគឺសុទ្ធសឹងតែជាខ្លាំងដូចគ្នាអញ្ចឹងបើសិនជានរណាគេចាញ់អ្នកនោះនឹងស្លាប់ហើយដោយសារតែអាគមគេលេងហ្នឹងគឺជាអាគមមរណៈទាំងអស់គឺមិនមានអាគមមួយណាដែលចាក់ទៅគ្រាន់តែរបួសទេអញ្ចឹងហើយបានជាលោកគ្រូដាញ់ហ្នឹងគាត់មានផ្លូវក្រោយមួយទុកសម្រាប់លោកគ្រូដួងនៅពេលដែលលោកគ្រូដួងហ្នឹងគាត់
ចុះចាញ់ជាមួយនឹងមេចៅប្រៃនឹងឬក៏ចាញ់រឹតជាមួយនឹងមេចៅប្រៃនឹងព្រោះថានៅពេលដែលលោកគ្រូដួងចាញ់រឹតលោកគ្រូដាញ់ហ្នឹងគាត់ជួយទាន់ពេលវេលាអញ្ចឹងគាត់ក៏បានសឹបរឿងរ៉ាវនឹងទៅកាន់បងយុទ្ធនិងបងយ៉តដែរក៏មកបងយុទ្ធបងយ៉តបារម្ភកាលណាបងយុទ្ធបងយ៉តបារម្ភពេកធ្វើឲ្យការប្រយុទ្ធជាមួយនឹងកូនទ័ពមេចៅប្រៃទាំងប៉ុន្មានហ្នឹងត្រូវបរាជ័យអញ្ចឹងហើយបានជាលោកគ្រូដាញ់ហ្នឹងបានប្រាប់កុំឲ្យបងយុទ្ធបារម្ភអីអញ្ចឹងបងយុទ្ធត្រូវតែធ្វើតាមផែនការរបស់លោកគ្រូដាញ់និងលោកគ្រូដួងអញ្ចឹងថ្ងៃប្រយុទ្ធហ្នឹងក៏បានចូលមកដល់ពិតមែនបងយុទ្ធបងយ៉តគាត់សង្កេតឃើញថាទ័ពរបស់មេចៅប្រៃហ្នឹងគឺធ្វើដំណើរមកដោយក្នុងស្ថានភាពលឿនខ្លាំងមែនទែនដោយសារតែគាត់មិនដែលឃើញទស្សនវិជ្ជានឹងពីមុនមកទេភ្លាមហ្នឹងបងយុទ្ធបងយ៉តក៏គាត់រៀងភ័យដែរព្រោះថាមេចៅប្រៃដែលបញ្ជាកូនទ័ពជួរទី3មកហ្នឹងគឺមើលទៅគួរឲ្យខ្លាចខ្លាំងមែនទែនដោយសារតែទ័ពកំពុងតែចូលមកហ្នឹងដូចជាបិសាចអញ្ចឹងគឺថាធ្វើដំណើរចូលមកឡើងលឿនខ្លាំងមែនទែនសឹងតែពួកគាត់ហ្នឹងមិនអាចគ្រប់គ្រងទ័ពតាន់ពេលវេលាក៏ប៉ុន្តែដោយសារតែភាពភ័យវៃឆ្លាតរបស់បងយុទ្ធនិងបងយ៉តហ្នឹងគាត់អាចគ្រប់គ្រងស្ថានភាពបានដែលគាត់បញ្ជាឲ្យកងទ័ពដែលគាត់បង្រៀនបាញ់ព្រួញយ៉ាងច្បាស់ខ្លាំងមែនទែនហ្នឹងដែលព្រួញទាំងបាញ់ទាំងអស់ហ្នឹងគឺសិតសឹងតែជាព្រួញដែលលោកគ្រូដាញ់បានប្រសិទ្ធគាថាទាំងអស់ចឹងមានន័យថាព្រួញដែលបាញ់ហ្នឹងគឺមិនមែនជាព្រួញធម្មតាទេអញ្ចឹងដោយសារតែការបាញ់ព្រួញរបស់បងយុទ្ធនិងបងយ៉តជាមួយនឹងកងទ័ពដែលគាត់ច្បាស់ខាងព្រួយហ្នឹងធ្វើឲ្យទ័ពដែលចូលមកខាងមុខហ្នឹងចំនួន50នាក់ហ្នឹងត្រូវបានដួលរៀលតែម្ដងក៏ប៉ុន្តែมันមានគ្រោះថ្នាក់ណាដល់ជីវិតទេគ្រាន់តែគាត់ហ្នឹងបាញ់ចំជើងមិនឲ្យរត់មកខាងមុខរួចអញ្ចឹងបន្ទាប់ពីឃើញកងទ័ពខាងមុខ50នាក់ហ្នឹងมันអាចធ្វើដំណើរទៅមុខទៀតបានអញ្ចឹងកងទ័ពមេចៅប្រៃដែលនៅ100នាក់ហ្នឹងគឺចាប់ផ្ដើមផិតភ័យអញ្ចឹងបន្ទាប់ពីលោកគ្រូដាញ់ឃើញថាកងទ័ពមេចៅប្រៃដែលនៅសល់សេសសល់ប៉ុន្មានហ្នឹងមានការផិតភ័យដោយសារតែបងយុទ្ធនិងបងយ៉តគាត់បានធ្វើការបាញ់ប្រហារទៅកាន់ទ័ពដែលមកខាងមុខនឹងចំនួន50នាក់ហ្នឹងគឺបានដួលរេលអស់តែម្ដងអញ្ចឹងគាត់មានអារម្មណ៍ថាផិតភ័យអញ្ចឹងកងទ័ពដែលមកខាងមុខទៀតហ្នឹងក៏មានអារម្មណ៍ថាផិតភ័យដោយសារតែឃើញគ្នាពួកគេដួលរេលច្រើនអញ្ចឹងភ្លាមហ្នឹងលោកគ្រូដាញ់ក៏បានប្រើអាគមខ្មែរមួយដែលមានឈ្មោះថាតម្រាខ្មោចជីមានន័យថាអាគមហ្នឹងគឺបានធ្វើឲ្យមេឃទាំងឡាយហ្នឹងប្រែទៅជាងងឹតដែលមេឃក្តៅភ្លាមហ្នឹងបានប្រែទៅជាងងឹតហើយបង្កើតដូចជាកងទ័ពខ្មោចជាច្រើនសម្រុកវាប្រហារអញ្ចឹងក្រោយពីឃើញព្រឹត្តិការណ៍ដ៏គួរឲ្យចម្លែកហើយគួរឲ្យខ្លាចបែបហ្នឹងកងទ័ពចៅប្រៃមានអាគមទាំងប៉ុន្មានហ្នឹងក៏ចាប់ផ្ដើមផិតភ័យហើយនាំគ្នារត់បកក្រោយអញ្ចឹងដោយឃើញហេតុការណ៍នឹងមិនស្រួលមេចៅប្រៃហ្នឹងក៏បានប្រើអាគមដែរដែលបានប្រើអាគមតបតទៅកាន់លោកគ្រូដាញ់វិញបានប្រើអាគមដែរដោយអាគមហ្នឹងគេឲ្យឈ្មោះថាតម្រាស្នងដៃហើដោយពេលមេចៅប្រៃប្រើអាគមហ្នឹងគឺធ្វើឲ្យទ័ពរបស់គេហ្នឹងមានកម្លាំងចិត្តឡើងវិញហើយនឹងការវាយប្រហារហ្នឹងកាន់តែលឿនជាងមុនអញ្ចឹងកងទ័ពរបស់មេចៅប្រៃហ្នឹងគឺបានធ្វើដំណើរបកមកខាងមុខវិញមានន័យថាមុនហ្នឹងគឺកងទ័ពរបស់មេចៅប្រៃហ្នឹងគឺធ្វើដំណើរដកថយឯងក៏ប៉ុន្តែដោយសារតែតម្រាអាគមរបស់មេចៅប្រៃហ្នឹងគឺមិនធម្មតាដែរអញ្ចឹងបានធ្វើឲ្យកងទ័ពរបស់ចៅប្រៃហ្នឹងបានធ្វើដំណើរបកវាយមកខាងមុខវិញហើយធ្វើដំណើរកាន់តែលឿនជាងមុនទៀតដែលមើលទៅគួរឲ្យខ្លាចខ្លាំងមែនទែនដែលឃើញស្ថានភាពមិនស្រួលហើយលោកគ្រូដាញ់ក៏បានប្រើអាគមមួយទៀតអញ្ចឹងលោកគ្រូដាញ់ហ្នឹងក៏បានប្រើអាគមមួយដែលមានឈ្មោះថាតម្រាអ្នកងងឹតចិត្តអញ្ចឹងពេលដែលអាគមហ្នឹងបានប្រើទៅលើសត្រូវហើយធ្វើឲ្យសត្រូវហ្នឹងបានបាក់ចិត្តទន់ខ្សោយហើយធ្វើដំណើរមុខអត់រួចទេនឹងមានការអស់កម្លាំងទន់ជើងដួលនៅកន្លែងហ្នឹងភ្លាមហ្មងអញ្ចឹងដល់ឃើញលោកគ្រូដាញ់ឃើញស្ថានភាពល្អអញ្ចឹងគាត់ក៏បានរត់ទៅខាងមុខហើយក៏បានស្រែកទៅកាន់មេចៅប្រៃហ្នឹងដោយសំឡេងយ៉ាងលឺហើយជឿជាក់ថាបើសិនជាឯងខ្លាំងមែនណាមិនបាច់ប្រើកងទ័ពទេមួយទល់នឹងមួយជាមួយនឹងយើងក៏បានដែរដោយការប្រយុទ្ធគ្នាមិនមែនប្រយុទ្ធដោយកម្លាំងទេគឺប្រយុទ្ធដោយអាគមយើងចង់ដឹងថាមេចៅប្រៃឯហ្នឹងគឺវាខ្លាំងអាគមហ្នឹងកម្រិតណាអញ្ចឹងយើងត្រូវប្រយុទ្ធជាមួយគ្នាទៅបើសិនជាយើងខ្លាំងពិតប្រាកដមែនបើសិនជាយើងហ្នឹងជាអ្នកលេងអាគមពិតប្រាកដមែនហើយចិត្តកូនប្រុសដូចគ្នាបើសិនជាឯងកំសាកឯងនឹងប្រើតបហ្នឹងវាប្រហែលមកកាន់យើងតែយើងមិនចង់សម្លាប់មនុស្សទេក្នុងនាមជាអ្នកកាន់អាគមខាងផ្លូវត្រូវម្នាក់យើងចង់លេងអាគមជាមួយឯងមួយទល់នឹងមួយជាមួយគ្នាមកអញ្ចឹងមេចៅប្រៃហ្នឹងក្រោយពីឮសម្ដីរបស់លោកគ្រូដាញ់ហើយវាក៏បានសោចដោយសម្លេងមើងងាយទៅកាន់លោកគ្រូដាញ់ណាអញ្ចឹងមេចៅប្រៃហ្នឹងក៏បានឆ្លើយថាបានវាអត់ខ្លាចទេវាកំដរបានចង់លេងបែបណាក៏បានដែរព្រោះថាអាគមរបស់លោកគ្រូដាញ់ហ្នឹងគឺនៅស្ទើរខ្លាំងមែនទែនដោយការប្រើមកកាន់តបវាហ្នឹងគឺវាមិនទាន់បានប្រើបកទៅវិញទេ
អញ្ចឹងបើសិនជាចង់លេងមួយស្មើជាមួយនឹងវាហើយអញ្ចឹងវាកំដរបានចង់លេងបែបណាក៏បានដែរអញ្ចឹងក្រោយពីបបួលចោលព្រៃនឹងបានសម្រេចហើយលោកគ្រូដាញ់ហ្នឹងណាក៏បានឲ្យកងទ័ពទាំងឡាយហ្នឹងរៀបចំជាទីលានពិធីនៅក្នុងការលេងអាគមមួយគ្នាទល់មួយជាមួយនឹងមេចោលព្រៃហ្នឹងទេគាត់នៅមានកម្រិតអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នារៀបចំទីលានកន្លែងសម្រាប់ការប្រកួតរវាងមួយទល់នឹងមួយនៅក្នុងការប្រកួតអាគមហ្នឹងណាស្រាប់តែលោកគ្រូដួងហ្នឹងគាត់បានរត់ចូលមកកន្លែងការប្រកួតហ្នឹងដែលគាត់សុំលោកគ្រូដាញ់ថាឲ្យគាត់ចូលប្រកួតជំនួសលោកគ្រូដាញ់វិញព្រោះថាលោកគ្រូដួងហ្នឹងចង់សាកអាគមជាមួយនឹងមេចោលព្រៃហ្នឹងថាវាខ្លាំងកម្រិតណាអញ្ចឹងបង្យុទ្ធនឹងបង្យត់ណាភ្លាមហ្នឹងគាត់ក៏បានខាត់លោកគ្រូដួងដែរថាឲ្យលោកគ្រូដាញ់គាត់ជាអ្នកចាប់ចែងទៅនៅក្នុងការប្រកួតអាគមហ្នឹងព្រោះថាលោកគ្រូដាញ់ហ្នឹងគាត់មានបទពិសោធន៍ខាងនឹងស្រាប់ណាមួយគាត់ចេះអាគមតាំងពីទូចមកម្លេះហើយគ្រូគាត់នឹងគឺជាឥសីសក់កណ្ដាញ់ទៀតអញ្ចឹងមានន័យថាលោកគ្រូដាញ់នឹងគាត់អាចឈ្នះរាល់ការប្រកួតអាគមអីទាំងអស់ក៏ប៉ុន្តែលោកគ្រូដួងអត់ព្រមទេព្រោះគាត់ខ្លាចថាមានគេចោទគាត់ថាជាជនកំសាកញីអញ្ចឹងណាចេះអាគមហើយមិនហ៊ានសាកល្បងណាមួយមេចោលព្រៃហ្នឹងគឺវាសោចច្រមុះទៀតវាថាអញ្ចឹងឲ្យអ្នកទាំងពីរនាក់ហ្នឹងសាកម្នាក់ម្ដងមកមួយណាខ្លាំងចូលមុនមកវាអត់ខ្លាចទេព្រោះថាពីរនាក់ហ្នឹងណាវាមិនដែលទុកក្នុងកែវភ្នែកវាទេអញ្ចឹងមេចោលព្រៃហ្នឹងក៏បានបោះសម្ដីទៀតថាមានមេអាគមគ្រូអាគមអីហ្នឹងពីរនាក់ហើយដែលវាបានសម្លាប់ដោយសារលេងអាគមហ្នឹងអញ្ចឹងបើចង់លេងអាគមមួយស្មើនឹងមួយនឹងវាគិតមើលសិនទៅមុននឹងលេងមួយវាអញ្ចឹងបើគិតថាខ្លួនឯងហ្នឹងអាចលេងជាមួយនឹងវាបានហើយអញ្ចឹងចូលមកវាក៏មិនចង់សម្លាប់អ្នកលេងអាគមប្រមាណពេកដែរព្រោះថាអ្នកលេងអាគមហ្នឹងក៏មិនមែនសឹកសឹងតែជាមនុស្សអាក្រក់ដែរក៏ប៉ុន្តែដោយសារតែអ្នកលេងអាគមហ្នឹងមកការពារអ្នកភូមិអញ្ចឹងបានវាចង់សម្លាប់អ្នកលេងអាគមហ្នឹងអញ្ចឹងប្រាប់ទៀតថាការលេងអាគមនេះគឺមិនលេងបែបធម្មតាទេគឺលេងបែបកាចតែម្ដងគឺលេងបែបមរណៈម្ដងអញ្ចឹងក្រោយពីលឺអញ្ចឹងហើយលោកគ្រូដួងក៏រៀងភ័យដែរក៏ប៉ុន្តែគាត់ក៏បានតាំងចិត្តមកវិញគាត់ថាស៊ូស្លាប់នៅក្នុងសមរភូមិក៏ប្រសើរជាងស្លាប់នៅខាងក្រៅដោយមិនមានកេរ្តិ៍ឈ្មោះអីសោះត្រឡប់ទៅវិញដែរអញ្ចឹងបើសិនជាគាត់ស្លាប់ដោយសារតែមេចោលព្រៃនឹងបានធ្វើអាគមដាក់គាត់ណាគាត់ក៏ស៊ូស្លាប់ដែរបើសិនជាគាត់ស្លាប់ទៅមែនកេរ្តិ៍ឈ្មោះរបស់គាត់នឹងស្ថិតនៅក្នុងអ្នកភូមិនឹងដែលគេដំណើរថាលោកគ្រូដួងនឹងសុខចិត្តការពារអ្នកភូមិដើម្បីស្លាប់នៅក្នុងសមរភូមិអីចឹងណាក៏ប៉ុន្តែលោកគ្រូដាញ់ក៏បានប្រាប់លោកគ្រូដួងដែរថាបើសិនជាមានបញ្ហាដែលមិនស្រួលអញ្ចឹងខ្ញុំនឹងមកចូលការពារហើយបងឯងក៏មានការបារម្ភអីពេកដែរស៊ូលេងវាឲ្យអស់ពីសមត្ថភាពបានប៉ុណ្ណាយកប៉ុណ្ណឹងអញ្ចឹងលោកគ្រូដួងហ្នឹងក៏បានចូលទៅក្នុងកន្លែងសេមាគុំដែលបានពាត់ទៅដោយលោកគ្រូដាញ់គាត់ជាអ្នកពាត់ឲ្យហើយលោកគ្រូដាញ់ក៏បានប្រាប់លោកគ្រូដួងទៀតថាទោះជាមានរឿងអីក៏ដោយបងឯងក៏មកខ្លួនឯងប៉ើងផុតពីក្នុងសេមាហ្នឹងឲ្យសោះអញ្ចឹងបើស្ថិតនៅក្នុងសេមាអញ្ចឹងវាមិនអាចគ្រោះថ្នាក់ទៅដល់ជីវិតទេយ៉ាងណាធ្ងន់បំផុតហើយត្រឹមតែរបួសធ្ងន់ស្រាលតែប៉ុណ្ណឹងអញ្ចឹងត្រូវចាំពាក្យសម្ដីខ្ញុំឲ្យមែនតែនទោះជាមានរឿងអីក៏ដោយមិនឲ្យបងឯងហ្នឹងចេញផុតពីកន្លែងសេមាគុំដែលខ្ញុំបានចងពាត់នេះទេអញ្ចឹងត្រូវតែចាំពាក្យសម្ដីហ្នឹងឲ្យមែនតែនអញ្ចឹងបង្យុទ្ធនឹងបង្យត់ហ្នឹងក៏បានប្រាប់ទៅកាន់លោកគ្រូដាញ់វិញថាបើទោះជាមានរឿងអីក៏ដោយរហូតដល់ថ្នាក់ធ្វើឲ្យលោកគ្រូដួងរបស់គាត់ហ្នឹងបាត់បង់អាយុជីវិតអញ្ចឹងជីវិតបងទាំងពីរនាក់ហ្នឹងក៏រស់នៅគ្មានន័យអីទៀតដែរគាត់នឹងស៊ូស្លាប់តាមលោកគ្រូដួងហ្នឹងហើយគាត់នឹងរត់ទៅចាក់សម្លាប់លោកគ្រូមេអាគមឬក៏មេចៅហ្នឹងណាដើម្បីជាការសងចិត្តជូនលោកគ្រូដួងព្រោះថាបើសិនជាមានរឿងអីក៏ដោយដែលកើតប៉ះពាល់ដល់ជីវិតរបស់លោកគ្រូដួងណាព្រោះថាបងយុទ្ធនឹងមកយកហ្នឹងគាត់ស្រឡាញ់លោកគ្រូដួងប្រៀបដូចជាឪពុករបស់គាត់ចឹងអញ្ចឹងលោកគ្រូដាញ់ហ្នឹងក៏បានយល់ពីបញ្ហាហ្នឹងដែរហើយលោកគ្រូដាញ់ហ្នឹងក៏បានប្រាប់ទៅកាន់បងយុទ្ធហ្នឹងបងយកថាកុំបារម្ភពេកអីគាត់នឹងគិតចេះការពារលោកគ្រូដួងហើយគាត់មិនឲ្យលោកគ្រូដួងនឹងប៉ះពាល់ដល់អាយុជីវិតទេគាត់គ្រាន់តែចង់ឲ្យលោកគ្រូដួងនឹងសាកនៅលបងនៅវិជ្ជារបស់គាត់ដែលគាត់នឹងធ្លាប់រៀនពីយូរលង់ណាស់មកហើយអញ្ចឹងណាអញ្ចឹងក្រោយពីឮសម្ដីរបស់លោកគ្រូដាញ់ហើយបងយុទ្ធនឹងបងយត់នឹងក៏គាត់បានធូរស្បើយចិត្តដែរព្រោះថាមានលោកគ្រូដាញ់នៅចាំការពារហើយអញ្ចឹងមិនបាច់បារម្ភអីទៀតទេអញ្ចឹងមិនយូរប៉ុន្មានហ្នឹងការប្រយុទ្ធខ្នាតធំហ្នឹងក៏បានចូលមកដល់រវាងការលេងអាគមរបស់អ្នកទាំងពីរហ្នឹងណាអញ្ចឹងការលេងអាគមរបស់មេចៅព្រៃដំបងហ្នឹងណាគឺការលេងអាគមដែលប្រើពពួកសត្វល្អិតមានខ្ទួយមានខ្
ខ្មុំមានសัตว์អសេរពឹសទាំងឡាយជាច្រើនមែនទែនមកដូចខាប់ឡើងខ្មៅមេឃខ្មៅអីមកមើលទៅអត់ឃើញទេមករោមពាត់លោកគ្រូដួងមកអញ្ចឹងព្រឹត្តិការណ៍មួយហ្នឹងមើលទៅគួរឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែគ្រាន់តែមេចៅព្រៃហ្នឹងមិនទាន់សោតបានប៉ុន្មានផងស្រាប់តែមានវងពពួកសัตว์សេរពឹសទាំងប៉ុន្មានហ្នឹងបានហោះសម្ដៅមកកាន់កន្លែងដែលលោកគ្រូដួងកំពុងធ្វើសមាធិហ្នឹងណាភ្លាមហ្នឹងវងទាំងឡាយដែលមានសัตว์សេរពឹសរួមមានខ្ទួយខ្មុំឧមាលអីហ្នឹងទាំងឡាយហ្នឹងបានហោះសម្ដៅមកកាន់លោកគ្រូដួងក៏ប៉ុន្តែត្រូវបានលោកគ្រូដួងហ្នឹងបានដោះនៅមុនអាគមនឹងចេញមានន័យថាមុនអាគមដែលបានធ្វើមកហ្នឹងគឺមិនចូលលោកគ្រូដួងសំបីតែមួយអញ្ចឹងភ្លាមហ្នឹងកងទ័ពដូចជាបងយុទ្ធបងយត់ព្រមទាំងលោកគ្រូដាញ់ហ្នឹងគឺបានធ្វើការសរសើរទៅកាន់លោកគ្រូដួងខ្លាំងមែនទែនដោយសារតែគាត់នឹងអាចដោះនៅមន្តអាគមទី1បានអញ្ចឹងភ្លាមហ្នឹងមេចៅព្រៃក៏បានស្រែកថានេះគ្រាន់តែជាតង់ដំបងដែលគាត់លេងជាមួយនឹងលោកគ្រូដួងទេនេះគ្រាន់ជាអាគមខ្សោយកំណត់ខ្សោយបំផុតដែលគាត់ចង់សាកទៅកាន់លោកគ្រូដួងទេនៅមានអាគមខ្លាំងបន្ទាប់ទៀតអញ្ចឹងគឺដល់វេនដែលលោកគ្រូដួងហ្នឹងធ្វើអាគមហ្នឹងត្រឡប់ទៅកាន់មេចៅព្រៃវិញហើយព្រោះថាការលេងអាគមហ្នឹងគឺគេតម្រូវឲ្យភាគីសងខាងត្រូវលេងទៅគ្នាម្នាក់ម្ដងអញ្ចឹងបើសិនជាមេចៅព្រៃលេងមុនលោកគ្រូដួងត្រូវលេងក្រោយបើសិនជាមេចៅព្រៃលេងក្រោយលោកគ្រូដួងត្រូវតែលេងមុនអញ្ចឹងនេះគឺចូលវេនទៅកាន់លោកគ្រូដួងដែលជាអ្នកប្រើអាគមខ្មៅងងឹតហ្នឹងទៅកាន់មេចៅព្រៃដើម្បីធ្វើការវាយប្រហារទៅកាន់មេចៅព្រៃវិញណាអញ្ចឹងដល់វេនដែលលោកគ្រូដួងគាត់ធ្វើពិធីគឺគាត់ត្រៀមធ្វើយូរខ្លាំងមែនទែនដោយលោកគ្រូដាញ់គាត់គិតថាលោកគ្រូដួងហ្នឹងបានប្រើនៅអាគមដែលមេចៅព្រៃហ្នឹងបានធ្វើមកមុនហ្នឹងគាត់សង្ស័យតែប្រើអាគមហ្នឹងត្រឡប់ទៅវិញទេក៏ប៉ុន្តែគាត់មិនអាចស្មានចិត្តដឹងថាលោកគ្រូដួងហ្នឹងគាត់ប្រើអាគមអីទេដោយសារតែការសូត្រឬក៏ការធ្វើមុនគាថារបស់គាត់ហ្នឹងគឺយូរខ្លាំងមែនទែនអញ្ចឹងរយៈពេលអស់មួយសន្ទុះធំហ្នឹងស្រាប់តែឃើញលោកគ្រូដួងហ្នឹងគាត់បានយកវត្ថុអ្វីមួយយ៉ាងទេមកចង្អុលនៅលើដីរួចក៏គាត់បានយកដៃមួយទៀតចង្អុលទៅលើមេឃអញ្ចឹងភ្លាមហ្នឹងមេឃក៏ចាប់ផ្ដើមទៅងឹតភ្លាមម្ដងហើយរន្ទះក៏បានបាញ់សន្ធាប់ទៅកាន់កន្លែងដែលចៅព្រៃហ្នឹងបានអង្គុយហ្នឹងក៏ប៉ុន្តែរន្ទះហ្នឹងគឺមិនបានបាញ់ចំមេចៅព្រៃទេគាត់តែបាញ់នៅជុំវិញកន្លែងដែលមេចៅព្រៃហ្នឹងបានធ្វើពិធីអញ្ចឹងភ្លាមហ្នឹងលោកគ្រូដួងក៏គាត់រៀងភ័យដែរដោយសារតែមុនអាគមតម្រារន្ទះរបស់គាត់មិនអាចធ្វើអីទៅកាន់មេចៅព្រៃបានទេគ្រាន់តែធ្វើឲ្យមេចៅព្រៃហ្នឹងរៀងភ័យបន្តិចតែប៉ុណ្ណោះភ្លាមហ្នឹងលោកគ្រូដាញ់ហ្នឹងក៏គាត់បានមានការភ្ញាក់ផ្អើលទៅកាន់លោកគ្រូដួងដែរក៏គាត់មិនដែលដឹងថាលោកគ្រូដួងហ្នឹងអាចចេះនៅតម្រារន្ទះយ៉ាងនេះសោះព្រោះថាតម្រារន្ទះហ្នឹងគាត់ធ្លាប់តែឮគាត់មិនដែលឃើញពីមុនទេតែឥឡូវហ្នឹងក៏គាត់បានឃើញហើយអ្វីដែលគាត់គួរឲ្យភ្ញាក់ផ្អើលខ្លាំងទៀតហ្នឹងគឺមេចៅព្រៃហ្នឹងគឺចេះនៅមុនគាថាដែលអាចការពារតម្រារន្ទះរបស់លោកគ្រូដួងបានទៀតអញ្ចឹងមានន័យថាទឹកទី1ឬក៏វគ្គដំបូងហ្នឹងអ្នកទាំងពីរហ្នឹងគឺមានមុនគាថាស្មើគ្នាអញ្ចឹងលោកគ្រូដាញ់ហ្នឹងក៏គាត់ដឹងហើយគាត់ដឹងថាលោកគ្រូដួងហ្នឹងគឺមានសមត្ថភាពមិនធម្មតាទេគឺអាចទប់ទល់ជាមួយនឹងមេចៅព្រៃនឹងបានអញ្ចឹងចូលតង់ទី2ហ្នឹងគឺជាវេនរបស់មេចៅព្រៃហ្នឹងនៅក្នុងការប្រើអាគមរបស់ពួកគេទាំងឡាយហ្នឹងណាធ្វើការវាយប្រហារមកកាន់លោកគ្រូដួងអញ្ចឹងលោកគ្រូដាញ់ក៏បានសង្កេតទៅកាន់មេចៅព្រៃដោយឃើញមេចៅព្រៃហ្នឹងគឺបានធ្វើពិធីមួយដែលលោកគ្រូដាញ់ហ្នឹងគាត់មើលពីចម្ងាយអញ្ចឹងគឺគាត់អត់ដឹងថាធ្វើពិធីអ្វីទេរួចក៏មកគាត់បានស្រែកទៅកាន់លោកគ្រូដួងថាត្រូវតែរៀបចំរនាំងដើម្បីការពារអញ្ចឹងមានន័យថាគាត់នឹងឲ្យលោកគ្រូដួងនឹងរៀបចំនៅអាគមសម្រាប់ការពារហើយមានន័យថាបើយើងរៀបចំអាគមការពារទាន់ពេលវេលាអញ្ចឹងមេចៅព្រៃនឹងគឺធ្វើអាគមនឹងអត់ចូលយើងទេអញ្ចឹងហើយបានជាលោកគ្រូដាញ់គាត់បានស្រែកកាន់ទៅប្រាប់លោកគ្រូដួងឲ្យរៀបចំក្រុងការពារឬក៏គេហៅថាក្បួនការពារហើយព្រោះថាមុនហ្នឹងនៅពេលដែលលោកគ្រូដួងរៀបចំពិធីនៅក្នុងការធ្វើឲ្យមេចៅព្រៃនឹងចូលនៅអាគមរបស់លោកគ្រូដួងក៏លោកគ្រូដាញ់ហ្នឹងសង្កេតឃើញថាមេចៅព្រៃហ្នឹងបានសូត្រនៅអាគមដើម្បីរៀបចំនៅក្បួនការពារហើយដែរអញ្ចឹងហើយបានជាក្បួនអាគមរបស់លោកគ្រូដួងហ្នឹងមិនអាចធ្វើអីទៅកាន់មេចៅព្រៃនឹងបានអញ្ចឹងគ្រាន់តែឮសម្ដីរបស់លោកគ្រូដាញ់ស្រែកប្រាប់ទៅកាន់លោកគ្រូដួងភ្លាមលោកគ្រូដួងហ្នឹងក៏បានរៀបចំនៅក្បួនការពារទុកជាមុនអញ្ចឹងរំលងបានមួយសន្ទុះធំហ្នឹងស្រាប់តែឃើញមេចៅព្រៃហ្នឹងបានប្រើអាគមហ្នឹងត្រឡប់មកកាន់លោកគ្រូដួងសារជាថ្មីដោយលោកគ្រូដួងឃើញសភាពបែបហ្នឹងគាត់ក៏រៀងភ័យដែរក៏ប៉ុន្តែដោយសារតែកងការពាររបស់គាត់ហ្នឹងបានរៀបចំទុកមុនដែលក្បួនមេចៅព្រៃប្រើមកកាន់លោកគ្រូដួងលើកហ្នឹងគឺជាអាគមមួយដែលមានឈ្មោះថាកងពាត់8ជាន់8ទិសមានន័យថាលោកគ្រូដួងហ្នឹងត្រូវតែរកវិធីដោះស្រាយអាគមហ្នឹងឲ្យចេញអ
ចឹងលោកគ្រូដួងហ្នឹងគឺมันអាចទៅណាបានទេកងចាក់8ទិសហ្នឹងគឺធ្វើការរត់គាត់ហ្នឹងជាប់តែម្ដងនៅក្នុងសីមាហ្នឹងអញ្ចឹងលោកគ្រូដួងហ្នឹងគឺมันអាចស្ថិតទៅណាឬក៏អាចរើបំរាស់ឲ្យបានទេអញ្ចឹងបើសិនជាលោកគ្រូដួងมันអាចរើបំរាស់តាន់ពេលវេលាទេឬក៏តាន់ពេលវេលាមួយដែលគេកំណត់ទេលោកគ្រូដួងហ្នឹងនឹងស្លាប់នៅក្នុងកងចាក់ហ្នឹងជាមិនខានទេអញ្ចឹងដោយការផិតភ័យលោកគ្រូដួងហ្នឹងគឺគាត់មិនអាចរកវិធីណាដោះស្រាយតាន់ពេលវេលាទេព្រោះថាគាត់មានអារម្មណ៍ថាផិតភ័យដោយសារតែអាគមហ្នឹងក៏គាត់អត់ដែលឮពីមុនមកដែរព្រោះថាអាគមដែលគាត់រៀនមកត្រឹមតែជាអាគមដែលដើម្បីដោះស្រាយឬក៏ជួយអ្នកដទៃទេក៏ប៉ុន្តែអាគមនេះគឺជាអាគមដែលថ្មីសម្រាប់លោកគ្រូដួងមែនតើភ្លាមហ្នឹងលោកគ្រូដាញ់ក៏បានស្រែកទៅកាន់លោកគ្រូដួងថាឲ្យប្រើកបីវត្តដើម្បីវត្តវិចិត្រអញ្ចឹងលោកគ្រូដួងហ្នឹងគាត់ឮថាកបីវត្តក៏គាត់អត់ដឹងថាអាគមហ្នឹងអីដែរអញ្ចឹងដោយគាត់គិតមួយសន្ទុះទៅក៏ដឹងថាអាឋានក្របីវត្តអញ្ចឹងគាត់ហ្នឹងក៏បានយកដីហ្នឹងសូនទៅចេញជាក្របីរួចគាត់ក៏បានបោះកបីហ្នឹងមកកាន់កន្លែងកងចាក់ហ្នឹងដោយកបីហ្នឹងមានកម្លាំងខ្លាំងដែរក៏បានវត្តចំអាកងចាក់ហ្នឹងបានខ្ទេចនៅកន្លែងហ្នឹងភ្លាមទៅអញ្ចឹងមេចៅព្រៃនៅពេលគេឃើញលោកគ្រូដួងដោះអាគុំនឹងបានណាមេចៅព្រៃនឹងក៏ចាប់ផ្ដើមមានអារម្មណ៍ថាលោកគ្រូដួងនឹងគឺមិនមែនជាលោកគ្រូធម្មតាទេអញ្ចឹងត្រូវតែលេងតង់ទី2ជាមួយនឹងលោកគ្រូដួងនឹងបានលោកគ្រូដួងក៏បានប្រាប់ទៅកាន់មេចៅព្រៃនឹងថាមិនទាន់ដល់តង់ទី2ទេដល់ពេលដែលយើងនឹងលេងទៅឯងម្ដងអញ្ចឹងលោកគ្រូដួងក៏បានរៀបចំនៅពិធីមួយដែលគាត់នឹងបានសមាធិរៀនឬក៏ដាក់អាគុំនឹងឡើងវិញនៅពេលដែលគាត់ចូលទៅក្នុងព្រៃដែលគាត់ថាអាគុំនឹងគឺជាអាគុំចុងក្រោយឯងនៅក្នុងការបញ្ចប់ជីវិតមេចៅព្រៃនឹងអញ្ចឹងភ្លាមហ្នឹងលោកគ្រូដួងក៏បានធ្វើពិធីសំបីតែលោកគ្រូដាញ់ហ្នឹងក៏បានកោតសរសើរទៅកាន់លោកគ្រូដួងដែរដែលគាត់នឹងឃើញការធ្វើពិធីរបស់លោកគ្រូដាញ់ហ្នឹងគឺមានភាពហ្មត់ចត់ខ្លាំងមែនទែនខុសពីការដែលគាត់ចូលប្រកួតដំបូងគឺគាត់រៀងភ័យញ័រដៃក៏ប៉ុន្តែដោយសារតែការដោះអាគមរបស់មេចៅព្រៃនឹងចេញអញ្ចឹងធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាគាត់ជឿជាក់លើខ្លួនឯងជាងមុនបានជាគាត់នឹងធ្វើអាគមនឹងដោយភាពជឿជាក់អញ្ចឹងគាត់គឺបានធ្វើពិធីនឹងដោយហ្មត់ចត់ខ្លាំងមែនទែនដោយគាត់នឹងបានយកដៃរបស់គាត់នឹងគូទៅលើក្តារអុកឬក៏គេហៅថាក្តារអាគមហ្នឹងរួចក៏បានបញ្ចេញនៅអាគមមួយដែលគេឲ្យឈ្មោះថាអាគមក្រុងឆេះមានន័យថានៅពេលដែលលោកគ្រូដួងប្រើអាគមហ្នឹងទៅលើមេចៅព្រៃហើយធ្វើឲ្យមេចៅព្រៃហ្នឹងក្តៅឈួលដូចជាមានគេដុតភ្លើងជុំវិញខ្លួនដូចជាមានគេកំពុងដុតភ្លើងជុំវិញខ្លួនអញ្ចឹងក្រោយពីលោកគ្រូដួងធ្វើអស់រយៈពេលមួយសន្ទុះធំមកលោកគ្រូដួងក៏បានប្រើអាគមហ្នឹងទៅកាន់មេចៅព្រៃមែនភ្លាមហ្នឹងអាគមហ្នឹងបានធ្វើឲ្យមេចៅព្រៃហ្នឹងមានអារម្មណ៍ថាក្តៅឆេះឈួលដូចជាគេកំពុងដុតភ្លើងអញ្ចឹងក៏ប៉ុន្តែដោយសារតែស្មារតីរបស់មេចៅព្រៃនឹងឆ្លងកាត់បទពិសោធន៍ក្នុងការដោះអាគមនិងក្នុងការប្រយុទ្ធជាមួយនឹងគ្រូអាគមជាច្រើនហ្នឹងធ្វើឲ្យមេចៅព្រៃហ្នឹងបានប្រើអាគមដោះនៅក្នុងអាគមក្រុងឆេះរបស់លោកគ្រូដួងនឹងបានភ្លាមហ្នឹងគាត់ធ្វើឲ្យលោកគ្រូដួងហ្នឹងមានអារម្មណ៍ថាអាគមរបស់គាត់ហ្នឹងគឺមិនអាចធ្វើអីទៅកាន់មេចៅព្រៃនឹងបានទេហើយការប្រយុទ្ធតង់ទី2ហ្នឹងលោកគ្រូដួងហ្នឹងក៏មិនដឹងថាប្រើសិលវិធីអីដើម្បីធ្វើឲ្យមេចៅព្រៃហ្នឹងចាញ់គាត់ដែរដោយសារតែអាគមដែលលោកគ្រូដួងបានរៀនមកទាំងប៉ុន្មានហ្នឹងគាត់ប្រើសិតតែមេអាគមទៅកាន់មេចៅព្រៃហ្នឹងហើយក៏ប៉ុន្តែអាចធ្វើអីមេចៅព្រៃនឹងបានទេអញ្ចឹងមេចៅព្រៃនឹងក៏មានអារម្មណ៍ថាភ័យដែរដោយសារតែអាគមរបស់លោកគ្រូដួងនឹងគឺសិតតែជាមេអាគមដែលប្រើមកគាត់ក៏ប៉ុន្តែបើតាមតម្រាអាគមនៅក្នុងការអ្នកលេងអាគមមួយទល់នឹងមួយគឺគេមិនដែលប្រើមេអាគមមកមេដំបងទេបើសិនជាយើងប្រើមេអាគមនៅក្នុងការលេងវគ្គដំបងអញ្ចឹងមានន័យថាអាគមរបស់យើងមានកម្រិតត្រឹមតែប៉ុណ្្នឹងទេមិនអាចទៅមុខឆ្ងាយពីនឹងទេបានជាគេហ្នឹងលេងអាគមតូចដំបងរួចបានជាគេប្រើអាគមហ្នឹងធំជាក្រោយអញ្ចឹងបន្ទាប់ពីតង់ទី1បានបញ្ចប់ហ្នឹងលោកគ្រូដួងក៏បានដើរមកកាន់លោកគ្រូដាញ់ហើយក៏បានសួរលោកគ្រូដាញ់ថាអាគមរបស់គាត់មុនហ្នឹងមានកម្រិតប៉ុណ្ណាដែរលោកគ្រូដាញ់ក៏បានប្រាប់លោកគ្រូដួងវិញថាលបងប្រាហ្នឹងគឺខ្លាំងហើយវាខ្លាំងហើយក៏ប៉ុន្តែបើតាមតម្រាអ្នកលេងអាគមមួយទល់នឹងមួយគឺគេមិនដែលប្រើមេអាគមនៅក្នុងការលេងវគ្គតង់ដំបូងទេបើសិនជាយើងប្រើអាគមខ្លាំងនៅក្នុងការលេងតង់ដំបូងធ្វើឲ្យសត្រូវដឹងថាអាគមរបស់យើងហ្នឹងគឺអស់ខ្លាំងត្រឹមប៉ុណ្្នឹងហើយយើងអាចមានអីទប់ទល់ជាមួយនឹងគេនៅក្នុងតង់ទី2តង់ទី3បានទេអញ្ចឹងនៅក្នុងការលេងអាគមរបស់បងហ្នឹងគឺមានការខុសនៅក្នុងក្បួនអ្នកលេងអាគមហើយក៏ប៉ុន្តែដោយសារតែបងហ្នឹងមិនដែលប្រយុទ្ធគ្នាជាមួយនឹងគ្រូអាគមផ្សេងទើបបងមិនដែលដឹងអាគមបែបនេះមិនន័យទេតង់ទី2ហ្នឹងបងនឹងឈ្នះហើយតែប្រឹងឲ្យមែនតែនរួចព្យាយាមប្រើអាគមដែលបងធ្លាប់រៀនទាំងប៉ុន្មានហ្នឹងនៅក្នុងតង់ទី2នេះឲ្យអស់ពី
ពីសមត្ថភាពអញ្ចឹងដោយសារតែការលើកទឹកចិត្តពីលោកគ្រូដាញ់និងបងយុបបងយ៉ផងធ្វើឲ្យលោកគ្រូដួងនឹងគាត់មានកម្លាំងចិត្តខ្លាំងទៀតហើយគាត់នឹងសន្មត់នឹងសន្យាជាមួយនឹងបងទាំងពីរនាក់ថាគាត់នឹងយកជ័យជំនះឲ្យបងទាំងពីរនាក់នឹងឲ្យបានហើយបងទាំងពីរនាក់ហ្នឹងណាជឿជាក់ទៅលើសមត្ថភាពរបស់លោកគ្រូដួងដោយសារតែបងទាំងពីរនាក់នឹងហើយគឺជាកម្លាំងចិត្តដ៏ធំរបស់លោកគ្រូដួងលោកគ្រូដាញ់ក៏បានលើកទឹកចិត្តទៅកាន់លោកគ្រូដួងវិញដែរដែលថាតង់ទី2នេះគឺជាតង់ដែលគេលេងអាគមកាចឯងអញ្ចឹងបើសិនជាបងឆ្លងផុតតង់ទី2នេះបានបងនឹងអាចខ្លាចជាគ្រូអាគមមួយដ៏ខ្លាំងពូកែម្នាក់ឯងអញ្ចឹងក្រោយពីការលើកទឹកចិត្តរបស់អ្នកទាំង2អ្នកទាំង3អ្នកនឹងហើយការលេងអាគមតង់ទី2នឹងគឺបានចូលមកដល់អ្នកទាំងពីរនាក់ហ្នឹងគឺបានធ្វើដំណើរមកទីលានលេងអាគមជុំគ្នាតែម្ដងដោយការលេងតង់ទី2ហ្នឹងគឺមេចៅព្រៃហ្នឹងគឺបានប្រើអាគមធនមកកាន់លោកគ្រូដួងអញ្ចឹងអាគមដែលមេចៅព្រៃបានប្រើមកកាន់លោកគ្រូដួងណាគឺជាអាគមមួយដែលលោកគ្រូដាញ់ហ្នឹងបានប្រាប់លោកគ្រូដួងពីយូរណាស់មកហើយនៅពេលដែលលោកគ្រូដួងហ្នឹងបានផឹកទឹកតែជាមួយនឹងលោកគ្រូដាញ់ណាដែលគាត់បានប្រាប់ថានៅពេលដែលនរណាម្នាក់គេចេះប្រើអាគមដែលមានឈ្មោះថាភ្លៀងគ្រាប់ព្រួញមានន័យថានៅពេលដែលគេប្រើភ្លៀងគ្រាប់ព្រួញនៅកាន់យើងណាឧទាហរណ៍បើសិនជាយើងលេងអាគមមួយទល់នឹងមួយនៅកណ្ដាលវាលអញ្ចឹងបើសិនជាមាននរណាម្នាក់ឬក៏មានលោកគ្រូណាខ្លាំងពូកែគេអាចចេះប្រើភ្លៀងគ្រាប់ព្រួញអញ្ចឹងមានន័យថាយើងពិបាកទប់ទល់នឹងគេខ្លាំងមែនតើក៏ប៉ុន្តែនៅមានវិធីទប់អញ្ចឹងនៅពេលដែលមិនទាន់បានប្រមាណផងលោកគ្រូដួងកំពុងតែគិតដល់សម្ដីលោកគ្រូដាញ់ហ្នឹងស្រាប់តែមេចៅព្រៃហ្នឹងក៏បានប្រើអាគមនឹងទៅមកកាន់លោកគ្រូដួងពិតមែនដោយមេឃចាប់ដើមងងឹតនៅពេលដែលឃើញមេឃចាប់ដើមងងឹតណាលោកគ្រូដួងនឹងក៏បានសូត្រគិថាដែលលោកគ្រូដាញ់នឹងធ្លាប់ប្រាប់មកកាន់គាត់នៅក្នុងការពារខ្លួននឹងដែលគិថាឬក៏អាគមនឹងដែលគេឲ្យឈ្មោះថាមហាសំកាំងមហាបិទមហាបាំងនិងមហាខ្វាក់នឹងគឺធ្វើការបំបាំងកាយមិនឲ្យមេចៅព្រៃនឹងមើលឃើញណាអញ្ចឹងមេចៅព្រៃនឹងអត់ខ្វល់ថាលោកគ្រូដួងនឹងក៏បំបាំងកាយដើរទៅណាទេក៏ប៉ុន្តែលក្ខខណ្ឌគេគឺគេមិនអោយអ្នកទាំងពីរហ្នឹងធ្វើដំណើរចេញពីកន្លែងសេមាហ្នឹងទេគេឲ្យធ្វើដំណើរនៅតែក្នុងកន្លែងសេមាហ្នឹងណាអញ្ចឹងលោកគ្រូដួងហ្នឹងគឺបានប្រើវិធីហ្នឹងដូចជាមិនត្រឹមត្រូវប៉ុន្មានទេក៏ប៉ុន្តែវាអាចជួយលោកគ្រូដួងបានមួយគ្រាដែរក៏ប៉ុន្តែដោយសារតែលោកគ្រូដួងហ្នឹងមានការផិតភ័យខ្លះដែរធ្វើឲ្យគាត់ហ្នឹងបានសូត្រនៅមុនគាថាហ្នឹងមិនបានគ្រប់អស់ទេអញ្ចឹងហើយបានជាធ្វើឲ្យលោកគ្រូដួងហ្នឹងណាបានត្រូវនឹងគ្រាប់ព្រួញចំបន្តិចផ្នែកខាងជើងរបស់គាត់ណានេះហើយជាហេតុដែលធ្វើឲ្យលោកគ្រូដាញ់ហ្នឹងមានការបារម្ភទៅកាន់លោកគ្រូដួងជាខ្លាំងព្រោះថាអ្នកទាំងអស់គ្នាដឹងហើយបើសិនជាសត្រូវដឹងថាគ្រូអាគមមួយណាមានដំបៅឬក៏មានកន្លែងណាដែលមានឈាមហូរចេញណាអញ្ចឹងគឺជាចំណុចខ្សោយបំផុតដ៏ធំបំផុតសម្រាប់គ្រូអាគមហ្នឹងគឺគេធ្វើអាគមហ្នឹងបុកទៅតែកន្លែងហ្នឹងទេអញ្ចឹងបើសិនជាលោកគ្រូដួងហ្នឹងគាត់ត្រូវកន្លែងដែលជាចំណុចខ្សោយសម្រាប់គ្រូអាគមហ្នឹងឬក៏មេចៅហ្នឹងគឺមេចៅហ្នឹងធ្វើអាគមហ្នឹងបុកចំតែកន្លែងដែលគាត់របួសហ្នឹងនេះហើយជាហេតុដែលធ្វើឲ្យលោកគ្រូដាញ់ហ្នឹងមានការបារម្ភទៅកាន់លោកគ្រូដួងជាខ្លាំងអញ្ចឹងបន្ទាប់ពីការធ្វើអាគមរបស់មេចៅព្រៃទៅកាន់លោកគ្រូដួងហើយមកដែលឃើញលោកគ្រូដួងរបួសអញ្ចឹងមេចៅព្រៃហ្នឹងគឺបានសោចហើយក៏បានស្រែកទៅកាន់លោកគ្រូដួងថាឯងចាញ់យើងហើយព្រមចុះចាញ់ឲ្យទៅបើសិនជាអាចឯងដូរអ្នកថ្មីចូលមកបើមិនចង់បាត់បង់ជីវិតព្រោះថាយើងមិនចង់សម្លាប់អ្នកទុនខ្សោយជាងយើងទេយើងចង់សម្លាប់អ្នកខ្លាំងដែលធ្វើយើងរបួសហើយទើបយើងវិបហាទៅកាន់អ្នកនឹងវិញភ្លាមហ្នឹងសំលេងហូរកងរំពងទៅកាន់មេក្រុមមេចៅព្រៃហ្នឹងគឺកងរំពងឡើងពេញព្រៃតែម្ដងដែលគេគិតថាក្រុមចៅព្រៃហ្នឹងនឹងឈ្នះរបស់ក្រុមរបស់លោកគ្រូដាញ់លោកគ្រូដួងហ្នឹងហើយព្រោះថាលោកគ្រូដួងហ្នឹងត្រូវរបួសជើងហើយអញ្ចឹងដោយសារតែទឹកហ្នឹងគឺជាទឹកចុងក្រោយរបស់លោកគ្រូដួងហើយលោកគ្រូដួងអស់ទ្រាំលែងបានហើយលោកគ្រូដួងក៏បានដករបស់មួយដែលរបស់ហ្នឹងគឺគាត់ចេះតាំងពីយូរណាស់មកហើយក៏ប៉ុន្តែគាត់មិនដែលបានប្រើទេនោះគឺជាគោស្ពាន់ដោយឃើញគោស្ពាន់បែបហ្នឹងលោកគ្រូដួងគាត់មើលពីចម្ងាយទៅគាត់មិនដឹងថាជាគោអ្វីទេគាត់ដឹងត្រឹមថាជាគោស្ពាន់ដោយឃើញគោស្ពាន់បែបហ្នឹងលោកគ្រូដាញ់ហ្នឹងក៏បានភ្ញាក់ផ្អើលមែនទែនដែលគាត់មិនដែលដឹងថាលោកគ្រូដួងហ្នឹងគាត់មានលក្ខនៅគោស្ពាន់អញ្ចឹងសោះអញ្ចឹងលោកគ្រូដួងក៏មានអារម្មណ៍ថារំភើបខ្លាំងមែនទែនដោយសារតែគោស្ពាន់ហ្នឹងគឺជាអាគមចុងក្រោយហើយបើសិនជាអ្នកលេងអាគមណាចេះលេងគោស្ពាន់ណាអញ្ចឹងគេអាចខ្លាញ់អាគោស្ពាន់ហ្នឹងទៅជាគោសម្រិតហើយខ្លាញ់ពីគោសម្រិតហ្នឹងទៅជាគោដែលមានឫទ្ធិខ្លាំងមែនទែន
ហើយគោនឹងគឺមិនមែនជាគោធម្មតាទេវាអាចមានទំហំប៉ុននឹងដំរីបើសិនជាអ្នកលេងអាគមហ្នឹងណាអាចខ្លែងមៀតវាឲ្យកាន់តែធំអញ្ចឹងភ្លាមហ្នឹងលោកគ្រូដាញ់ក៏ឲ្យកងទ័ពខាងលោកគ្រូដាញ់ហ្នឹងនាំគ្នាហូឲ្យជាការលើកទឹកចិត្តទៅកាន់លោកគ្រូដួងរួមទាំងបង្យុទ្ធនិងបង្ចតអញ្ចឹងលោកគ្រូដាញ់ហ្នឹងក៏បានដោះគោហ្នឹងចេញពីថង់យាមរបស់គាត់មកដាក់ខាងមុខរបស់គាត់រួចក៏បត់គាត់បានធ្វើអាគមយ៉ាងមួយសន្ទុះធំរហូតគោហ្នឹងបានប្រែទៅជាគោមួយដូចជាគោដែលមានកម្លាំងខ្លាំងចឹងក្រោយពីឃើញគោរបស់លោកគ្រូដួងហើយមេចៅព្រៃហ្នឹងបែរជាសោចគាត់វិញអញ្ចឹងដែលឃើញការសោចហ្នឹងរបស់មេចៅព្រៃហើយធ្វើឲ្យលោកគ្រូដួងហ្នឹងគាត់មានអារម្មណ៍ថាភ័យមែនទែនដោយសារតែគាត់នឹងលេងដល់អាគមចុងក្រោយហេតុអីបានជាលោកគ្រូដួងហ្នឹងបានសោចទៅកាន់ចំពោះគាត់វិញភ្លាមហ្នឹងលោកគ្រូដាញ់ក៏បានស្រែកទៅកាន់ប្រាប់គាត់ថាកុំខ្វល់ពីសម្ដីរបស់សត្រូវធ្វើផ្លូវចិត្តឲ្យខ្លាំងហើយប្រើអាគមហ្នឹងឲ្យអស់ពីសមត្ថភាពរបស់ខ្លួនព្រាមនឹងលោកគ្រូដួងក៏បានសូត្រអាគមគាថាបានដាក់ទៅលើគោព្រៃហ្នឹងដោយឃើញលោកគ្រូដួងបានលេងនៅគោព្រៃអញ្ចឹងលេងនៅគោបាអញ្ចឹងមេចៅព្រៃនោះក៏បានយកដីរួចក៏បានសូនជាគោបោះមកខាងមុខរួចក៏បានសូត្រអាគមហ្នឹងក៏បានខ្លាចទៅជាគោមួយដែរអញ្ចឹងលោកគ្រូដាញ់បន្ទាប់ពីឃើញមេចៅព្រៃប្រើគោដូចគ្នាអញ្ចឹងលោកគ្រូដាញ់ហ្នឹងក៏មានការភ្ញាក់ផ្អើលទៀតហើយដោយសារតែគោស្ពាន់របស់លោកគ្រូដួងគឺមិនឈ្នះនឹងគោដីរបស់មេចៅព្រៃទេដោយសារតែលោកគ្រូដួងហ្នឹងគឺគាត់មិនចេះសូត្រនៅគាថាដែលដាស់ឲ្យគោហ្នឹងមានកម្លាំងខ្លាំងក៏ប៉ុន្តែមេចៅព្រៃហ្នឹងគឺប្រើត្រឹមតែគោដីទេក៏ប៉ុន្តែគេដាក់អាគមឲ្យគោព្រៃហ្នឹងគោបាដែលជាដីហ្នឹងបានប្រែទៅជាគោមួយដែលមានមាឌធំជាងគោរបស់លោកគ្រូដួងហើយវាមានពន្លឺនៅខ្លួនរបស់វាទៀតរួចក៏វាក៏បានជុលនៅគោរបស់លោកគ្រូដួងហ្នឹងឲ្យដួលស្លាប់វាក៏បានធ្វើដំណើរមកបុកចំលោកគ្រូដួងដែលធ្វើឲ្យលោកគ្រូដួងភ្លាមហ្នឹងគឺរបួសធ្ងន់ធ្ងរខ្លាំងមែនទែនរហូតដល់លែងដឹងស្មារតីភ្លាមហ្នឹងលោកគ្រូដាញ់ក៏បានចេញទៅជួយដែលគាត់បានដកកំបិតអាគមរបស់គាត់បានវាត់ទៅចំក្បាលរបស់គោហ្នឹងដែលធ្វើឲ្យគោហ្នឹងបានស្លាប់ភ្លាមរួចក៏បានរលាយបាត់រូបទាំងពីរតែម្ដងចំណែកឯលោកគ្រូដួងវិញគឺបានដួលសន្លប់បាត់បង់ស្មារតីលែងដឹងអីបាត់ទៅហើយលោកគ្រូដាញ់ក៏បានឲ្យបង្យុទ្ធនិងបង្ចតហ្នឹងគ្រាលោកគ្រូដួងចេញទៅខាងក្រៅទុកឲ្យទីលានហ្នឹងគាត់ជាអ្នកប្រកួតជាមួយនឹងមេចៅព្រៃនឹងម្ដងអញ្ចឹងនៅពេលដែលលោកគ្រូដាញ់បានធ្វើដំណើរចូលមកក្នុងទីលានហ្នឹងកងទ័ពទាំងឡាយហ្នឹងក៏នាំគ្នាហូរកងរំពងខ្លាំងមែនទែនកងទ័ពរបស់លោកគ្រូដាញ់ក៏ប៉ុន្តែមេចៅព្រៃហ្នឹងបានស្រែកប្រាប់ទៅកាន់លោកគ្រូដាញ់ថាឥឡូវហ្នឹងតាំងទី1ហ្នឹងគាត់បានបញ្ចប់ហើយអញ្ចឹងគាត់សុំពេលសម្រាកសិនចាំពេលដែលគាត់ចូលពីផឹកទឹកមកវិញគាត់នឹងប្រយុទ្ធជាមួយនឹងលោកគ្រូដាញ់ម្ដងទៀតហើយបើសិនជាលោកគ្រូដាញ់ហ្នឹងចោះចាញ់ជាមួយនឹងមេចៅព្រៃហ្នឹងទុកឲ្យរួចខ្លួនទាំងអស់គ្នាហ្នឹងបើសិនជាចាញ់មេចៅព្រៃហ្នឹងនឹងមិនឲ្យលោកគ្រូដាញ់ហ្នឹងរួចខ្លួនទេព្រាមហ្នឹងលោកគ្រូដាញ់ក៏សោចហើយក៏បានប្រាប់ទៅកាន់មេចៅព្រៃថាឯងត្រៀមមឈូសទុកឲ្យខ្លួនឯងឲ្យទៅបើជ្រុលជាលេងអាគមហើយគឺលេងមិនឲ្យដឹងណាម្នាក់នៅរស់ទេលេងទៅតែស្លាប់ដេញខ្លួនតែម្ដងព្រោះថាយើងខានជួបជាមួយនឹងអ្នកខ្លាំងយូរមកហើយឥឡូវហ្នឹងយើងបានជួបជាមួយនឹងអ្នកខ្លាំងហើយអញ្ចឹងយើងចង់ដឹងថាអ្នកខ្លាំងហ្នឹងខ្លាំងកម្រិតណាហើយអាចយកជីវិតយើងបានអត់ព្រោះថាជីវិតយើងនឹងគឺកើតមកតែម្នាក់ឯងទេពេលយើងស្លាប់ទៅវិញក៏ម្នាក់ឯងដែរប៉ុន្តែមុននឹងយើងស្លាប់ទៅគឺយើងចង់កម្ចាត់ពពួកដែលមានចិត្តអាក្រក់ព្រៃផ្សៃដូចជាឯងដោយសម្លាប់ដោយមិនដឹងថាអ្នកណាស្លូតអ្នកណាកាចអីទាំងអស់សម្លាប់ដោយមិនរើសមុខដូចជាពួកចៅឯងនឹងចេះនៅអាគមទាំងឡាយហើយហេតុអីមិនការពារអ្នកផ្សេងមិនបានជាយកអាគមហ្នឹងមកកាប់សម្លាប់ជនស្មូតត្រង់ដូចជាអ្នកស្រុកអ្នកភូមិអញ្ចឹងបន្ទាប់ពីឮសម្ដីរបស់លោកគ្រូដាញ់ហើយលោកមេចៅព្រៃហ្នឹងក៏បានស្រែកទៅកាន់លោកគ្រូដាញ់វិញថាវាជាសិទ្ធិរបស់បុគ្គលទេហើយអ្នកដែលជាអាគមហ្នឹងគេចង់ប្រើអាគមហ្នឹងនៅក្នុងផ្លូវណាក៏បានដែរមិនមាននរណាគេហាមឃាត់ទេអញ្ចឹងបើសិនជាឯងចោះចាញ់យើងចោះចាញ់ឲ្យហើយទៅតនយើងមិនចង់សម្លាប់អ្នកកញ្ចាស់ដូចឯងដោយសារតែលោកគ្រូដាញ់ហ្នឹងគាត់មានដុសសក់ដុសអីអញ្ចឹងណាអញ្ចឹងគាត់មើលទៅដូចជារាងចាស់ខ្លាំងមែនទែនបានជាមេចៅព្រៃហ្នឹងហៅគាត់ថាអាកញ្ចាស់នឹងឯងអញ្ចឹងដោយបងអង្គយូរលោកគ្រូដាញ់ហ្នឹងក៏បានរៀបចំកន្លែងរបស់គាត់ដោយគាត់នឹងបានធ្វើពិធីឡើងវិញទាំងអស់នៅក្នុងខ្សែសមារបស់គាត់នឹងចំណែកឯមេចៅព្រៃហ្នឹងគឺមិនខ្វល់ខ្វាយអំពីលោកគ្រូដាញ់ទេមេចៅព្រៃហ្នឹងក៏បានធ្វើដំណើរសម្រាប់ធម្មតាដោយមិនបានខ្វល់ខ្វាយជាមួយនឹងលោកគ្រូដាញ់នៅក្នុងការធ្វើពិធីទេនៅក្នុងការធ្វើពិធីហ្នឹងលោកគ្រូដាញ់គាត់បានធ្វើដោយម៉ត់ចត់ខ្លាំងមែនទែនគាត់រៀបចំឡើងវិញទាំងអស់សំបីតែសមាកន្សែងយ័ន្តក្រហមអីហ្នឹងគឺគាត់រៀបចំទុកទាំងអស់នៅក្នុងការប្រយុទ្ធជាមួយនឹងមេចៅព្រៃហ្នឹង
ក៏ប៉ុន្តែអ្វីដែលមេចៅព្រៃនឹងមិនដឹងណាលោកគ្រូដាញ់នឹងគាត់បានលាក់នៅរបស់ដែលខ្លាំងជាច្រើនដែលទី1នឹងរួមមានកូនក្រក់សំណប់របស់គាត់នឹងនៅក្នុងការចាប់មេចៅព្រៃនឹងនៅពេលដែលវាចោះចាញ់លោកគ្រូដាញ់រត់ណាហើយទី2នឹងគឺជាគោសម្រិតដែលជាគោដ៏ខ្លាំងពូកែរបស់លោកគ្រូដាញ់នឹងហើយនៅរបស់ជាច្រើនទៀតដែលលោកគ្រូដាញ់នឹងបានរៀបចំទុកជាមុនក្នុងការមិនទាន់ចូលមកដល់លោកគ្រូដាញ់នឹងបានសូត្រដាស់នៅអាគមគាថាចំពោះរបស់របរដែលគាត់បានដាក់មកហ្នឹងគាត់បានសូត្រអាគមដាស់ទាំងអស់លើកឡើងប្រគំអញ្ចឹងមានន័យថានៅពេលដែលគាត់បានហៅឬក៏គាត់ប្រើពេលណាអាគមហ្នឹងនឹងធ្វើដំណើរការភ្លាមតែម្ដងអញ្ចឹងមិនយូរប៉ុន្មានណាតាំងទី2ហ្នឹងក៏បានចូលមកដល់អ្នកទាំងពីរនាក់ហ្នឹងក៏បានចាប់ផ្ដើមនៅក្នុងការប្រយុទ្ធជាមួយនឹងអាគមមួយទល់នឹងមួយទៀតអញ្ចឹងអាគមដំបងដែលលោកគ្រូដាញ់បានប្រើទៅកាន់មេចៅព្រៃហ្នឹងគឺជាការប្រើគោបាហ្នឹងគេហៅថាលេងគោបាក៏ប៉ុន្តែគោបាទី1របស់លោកគ្រូដាញ់ហ្នឹងគឺជាគោបាធ្វើពីឫស្សីអញ្ចឹងអេដមីនចង់បញ្ជាក់អ្នកទាំងអស់គ្នាថាគោបាគឺមិនមែនគេប្រើថាគោបាស្ពាន់អីតែមួយមុខទេគោបាគឺគេអាចប្រើជា3ជា4របៀបដោយគោបាទី1ហ្នឹងគឺគេធ្វើចេញពីឫស្សីដែលគេយកឫស្សីហ្នឹងមកធ្វើជាគោបាហើយគេបានប្រើអាគមហ្នឹងទៅលើឫស្សីហ្នឹងទៅធ្វើឲ្យឫស្សីហ្នឹងខ្លាចទៅជាគោបាតែនេះគឺអាស្រ័យទៅកាន់លោកគ្រូអាគមឬក៏អ្នកចេះអាគមទេបើសិនជាអ្នកចេះអាគមនឹងខ្លាំងគេអាចប្រើពីគោបាឫស្សីទៅជាគោបាមួយដែលខ្លាំងសឹងតែស្មើនឹងរបស់ពិតដែលគេហៅថាជាគោសម្រិតហ្នឹងឯងអញ្ចឹងអាគមរបស់លោកគ្រូដាញ់លេងទី1ហ្នឹងគឺជាគោបាឫស្សីតែមេចៅព្រៃឃើញលោកគ្រូដាញ់ប្រើគោបាឫស្សីអញ្ចឹងមេចៅព្រៃហ្នឹងគឺមានការភ្ញាក់ផ្អើលមែនទែនដោយសារតែមិនណែនឹកស្មានថាមានលោកគ្រូអាគមខ្លាំងពូកែណាដែលអាចប្រើគោបាឫស្សីទៅជាគោបាមួយដែលខ្លាំងពូកែបានទេក៏ប៉ុន្តែឥឡូវបានជួបហើយព្រោះថាលោកគ្រូដាញ់ហ្នឹងគឺមិនមែនជាមនុស្សធម្មតាឡើយដោយគោបាឫស្សីហ្នឹងបានវាយប្រហារគោបាដីរបស់មេចៅព្រៃហ្នឹងបានស្លាប់ភ្លាមរួចក៏បានធ្វើដំណើរជួលទៅកាន់មេចៅព្រៃដែរក៏ប៉ុន្តែដោយសារតែគោបាឫស្សីមានកម្លាំងខ្សោយមិនអាចជួលចំមេចៅព្រៃហ្នឹងបានទេអញ្ចឹងតង់ទី2ហ្នឹងមេចៅព្រៃហ្នឹងគឺបានប្រើគោបាស្ពាន់ដែលជាគោបាចុងក្រោយរបស់មេចៅព្រៃឯងព្រោះថាមេចៅព្រៃហ្នឹងគឺមានតែគោបាស្ពាន់តែប៉ុណ្ណឹងក៏ប៉ុន្តែលោកគ្រូដាញ់វិញមានទៅរហូតទៅដល់គោបាសម្រិតដែលគោបាសម្រិតហ្នឹងគឺជាវត្ថុកម្រខ្លាំងមែនទែនបើសិនជាលោកគ្រូអាគមណាមានគោបាសម្រិតនឹងមិនមែនជាលោកគ្រូអាគមធម្មតាទេនេះគឺជាលោកគ្រូអាគមដែលដំណតយូរណាស់មកហើយព្រោះថាគោបាសម្រិតហ្នឹងគឺមិនមែនចេះតែមានទេព្រោះថាសម្រិតគឺជារបស់កម្របើសិនជាលោកគ្រូណាមានគោបាសម្រិតមានន័យថាលោកគ្រូហ្នឹងគឺជារបស់ដែលគេឲ្យតចំនួនជាយូរលង់ណាស់មកហើយអញ្ចឹងណាអញ្ចឹងតាំងទី2របស់អ្នកទាំងពីរហ្នឹងគឺបានចាប់ផ្ដើមទៀតហើយដោយលោកគ្រូដាញ់ហ្នឹងបានសូនគោបាចេញពីដីឥដ្ឋរបស់គាត់ហើយក៏បានយកទៅប្រយុទ្ធជាមួយនឹងគោបាស្ពាន់របស់មេចៅព្រៃហ្នឹងភ្លាមហ្នឹងគោបាស្ពាន់របស់មេចៅព្រៃហ្នឹងបានជួលអស់រយៈពេលយ៉ាងយូរខ្លាំងមែនទែនព្រោះថាអាគមរបស់លោកគ្រូដាញ់បានប្រើទៅកាន់គោបាដីហ្នឹងគឺខ្លាំងក្លាមែនទែនសឹងថាគោបាស្ពាន់របស់មេចៅព្រៃហ្នឹងជុលមិនចង់ឈ្នះគោបារបស់លោកគ្រូដាញ់ហ្នឹងផងភ្លាមហ្នឹងដោយឃើញហេតុការណ៍ហ្នឹងវាដូចជាមិនស្រួលមេចៅព្រៃហ្នឹងក៏បានសូនជាគោដីមួយដើម្បីឲ្យតទល់2ទល់នឹង1ជាមួយនឹងគោបារបស់លោកគ្រូដាញ់ក៏ប៉ុន្តែត្រូវបានលោកគ្រូដាញ់ហ្នឹងបានដាក់គោបាដូចគ្នាអញ្ចឹងជុលគ្នាទៅវិញទៅមកអស់រយៈពេលយូរខ្លាំងមែនទែនទើបគោបារបស់លោកគ្រូដាញ់ហ្នឹងបានចុះចាញ់ដោយសារតែការជុលរបស់មេចៅព្រៃហ្នឹងអញ្ចឹងក្រោយពីឃើញគោបារបស់លោកគ្រូដាញ់ចុះចាញ់ហើយមេចៅព្រៃហ្នឹងគឺសប្បាយចិត្តខ្លាំងមែនទែនរួចក៏បានប្រើនៅគោមួយទៀតដែលជាគោស្ពាន់ដូចគ្នាអញ្ចឹងដែរដោយសារតែមេចៅព្រៃហ្នឹងគឺមានគោបា2អញ្ចឹងហើយបានជាមេចៅព្រៃហ្នឹងបានប្រើគោបាមួយទៀតអញ្ចឹងហើយដោយសារចិត្តខឹងហើយចង់សងសឹកឲ្យលោកគ្រូដួងលោកគ្រូដាញ់ហ្នឹងក៏បានប្រើធរក្តៅដែលបានបកគោបាសម្រិតចេញមកដែលបានដកហ្នឹងគឺមិនឲ្យមេចៅព្រៃហ្នឹងបានឃើញទេព្រោះវាអាចការពារតាន់ពេលវេលាគោបាសម្រិតហ្នឹងគឺបានសូត្រអាគមដោយលោកគ្រូដាញ់នឹងផ្ទាល់តែម្ដងភ្លាមហ្នឹងគោបាសម្រិតបានសម្ដែងរឹតខ្លាំងមែនតើរហូតធ្វើឲ្យមេចៅព្រៃហ្នឹងរកកន្លែងចង់រត់ចេញពីកន្លែងហ្នឹងព្រោះថាគ
គូបាសម្រិតដែលលោកគ្រូដាញ់សូនចេញមកហ្នឹងណាគឺមិនមែនជាគូបាធម្មតាដូចមេអាគមលេងធម្មតាទេគឺជាគូបាដែលខ្លាំងពូកែបំផុតសំបីតែកន្ទុយវាក៏ចេញភ្លើងដែរចេញជាភ្លើងហើយនៅពេលដែលវាផ្លុំផ្សែងចេញតាមច្រមុះគឺសិតតែសឹងតែជាភ្លើងតែម្ដងនៅពេលដែលវារត់ដោយសំឡេងរត់នឹងគឺលឺដានជើងសឹងតែរង្គើដីឯងអញ្ចឹងមេចោលព្រៃនឹងក៏ព្យាយាមចង់រត់ចេញពីកន្លែងសមានឹងដែរក៏ប៉ុន្តែដោយសារតែគេខ្លាចថាខ្លួននឹងកំសាកទើបមិនហ៊ានចេញពីកន្លែងនឹងអញ្ចឹងគូបារបស់លោកគ្រូដួងនឹងក៏បានរត់ជុលចំកណ្ដាលដើមទ្រូងរបស់មេចោលព្រៃនឹងធ្វើឲ្យមេចោលព្រៃនឹងមានការចុកនឹងអ៊ូលណែនជាខ្លាំងនៅក្នុងដើមទ្រូងនឹងសឹងថាអង្គុយលេងហ្នឹងណាអញ្ចឹងក្រោយពីឃើញអាការៈរបស់មេចោលព្រៃហ្នឹងណាមានអាការៈអញ្ចឹងកងទ័ពរបស់លោកគ្រូដួងនឹងក៏នាំគ្នាហូរខ្លាំងមែនទែនរួមទាំងបងយុទ្ធនិងបងយ៉តក៏នាំគ្នាអខ្លាំងដែរក៏ប៉ុន្តែស្ថានភាពរបស់លោកគ្រូដួងក៏មិនទាន់បានធូរស្បើយដែរដោយមើលលោកគ្រូដួងមិនដើរហូរជាមួយនឹងលោកគ្រូដាញ់មិនដើរអញ្ចឹងដោយសារតែអាគមរបស់លោកគ្រូដាញ់ខ្លាំងពូកែនេះហើយទើបធ្វើឲ្យមេចោលព្រៃនឹងសុំលោកគ្រូដាញ់សម្រាកសិនដោយវាប្រាប់ថាសុំឲ្យមានទឹកទី2ព្រោះថាទឹកទី1ហ្នឹងគឺវាបានចាញ់ទៅកាន់លោកគ្រូដាញ់ហើយអញ្ចឹងសុំឲ្យលេងទឹកទី2ទៅព្រោះថាទឹកទី2ហ្នឹងចាំវាលេងឲ្យខ្លាំងម្ដងឲ្យវាដឹងរឹតថាមេចោលព្រៃហ្នឹងខ្លាំងកម្រិតណាព្រោះថាអាគមលើកទី1ហ្នឹងគឺវាប្រើមិនតាន់អស់ទេអញ្ចឹងក្រោយពីឮសម្ដីរបស់មេចោលព្រៃថាវាប្រើមិនតាន់អស់លោកគ្រូដាញ់ក៏បានបោះសម្ដីទៅកាន់មេចោលព្រៃនឹងវិញថាមិនថាទឹកទី2ទេខ្ញុំអាចកំដរអ្នកឯងលេងបានដល់10ទឹកក៏បានដែរឲ្យតែមានកម្លាំងលេងជាមួយគាត់ក៏ប៉ុន្តែគាត់ប្រាប់ឲ្យថាកុំឲ្យស្លាប់មុនការលេងអាគមរបស់គាត់នឹងមិនទាន់អស់គាត់តែឮសម្ដីរបស់លោកគ្រូដាញ់ហើយមេចោលព្រៃនឹងគឺធ្លាក់ទឹកមុខភ្លាមហ្មងដូចជារៀងបាក់ស្បាតនឹងការសម្ដីរបស់លោកគ្រូដាញ់អញ្ចឹងឯបងយុទ្ធនិងបងយ៉តវិញគាត់គ្រាន់តែឃើញទឹកមុខរបស់មេចោលព្រៃហើយគាត់ក៏បានប្រាប់ទៅកាន់លោកគ្រូដាញ់វិញថាលោកគ្រូឥឡូវមេចោលព្រៃនឹងគឺវាមានការផិតភ័យហើយអញ្ចឹងលោកគ្រូត្រូវតែលេងអាគមធ្វើម៉េចកុំឲ្យវារួចជីវិតអីសោះព្រោះថាអាមេចោលព្រៃនឹងគឺវាព្រៃផ្សៃខ្លាំងមែនទែនវាសម្លាប់មនុស្សគឺមិនឲ្យរស់សំបីតែម្នាក់ទេបើសិនជាវាសម្លាប់ព្រោះថាមនុស្សស្លូតត្រង់អីក៏ដោយគឺពួកវានឹងសម្លាប់ដោយមិនរើសមុខឡើយអញ្ចឹងលោកគ្រូក៏មានការលើកលែងទៅលើវាឲ្យសោះព្រោះថាយើងមិនគួរអាណិតពពួកចោលព្រៃចោលមកសៀតអស់នឹងទេអញ្ចឹងលោកគ្រូដាញ់ប្រាប់ថាទោះវាមានស្លាប់ក៏វាហៅមិនរួចដែរព្រោះថាលោកគ្រូដាញ់នឹងរៀបចំពិធីអស់ហើយនៅតែចាំវានឹងចូលខ្លួនមកឲ្យលោកគ្រូដាញ់នឹងសម្លាប់ដោយផ្ទាល់ដៃទេហើយមុននឹងសម្លាប់អាមេចោលព្រៃហ្នឹងណាលោកគ្រូដាញ់ក៏បានធ្វើពិធីសុំខមាទោសទៅកាន់អេសីដែលជាគ្រូដើមរបស់គាត់ដែរហើយអេសីក៏បានប្រាប់ថាមិនន័យទេបើសិនជាយើងធ្វើហ្នឹងនៅក្នុងផ្លូវល្អព្រោះថាគាត់នឹងបានសម្លាប់មេចោលព្រៃហ្នឹងណានៅក្នុងផ្លូវល្អទេនៅក្នុងការជួយសង្គ្រោះជីវិតអ្នកភូមិទាំងមូលតែម្ដងព្រោះថាមេចោលព្រៃហ្នឹងគឺវាធ្វើទុកបុកម្នេញយ៉ាងព្រៃផ្សៃទៅកាន់ប្រជាជនស្លូតត្រង់ហ្នឹងហើយគឺលោកគ្រូដាញ់បានសន្យាជាមួយបងយុទ្ធបងយ៉តថានឹងយកជីវិតនឹងមេចោលព្រៃនឹងឲ្យតទៅបានអញ្ចឹងទឹកទី2នឹងក៏បានចូលមកដល់មេចោលព្រៃនឹងក៏បានព្យាយាមប្រើអាគមចម្លែកជាច្រើនមកកាន់លោកគ្រូដាញ់សឹងថាអាគមដែលវាចេះទាំងប៉ុន្មានហ្នឹងគឺបានប្រើមកកាន់លោកគ្រូដាញ់ហើយក៏ប៉ុន្តែអាគមទាំងឡាយហ្នឹងគឺមិនបានធ្វើឲ្យលោកគ្រូដាញ់ហ្នឹងមានរបួសសំបីតែបន្តិចឡើយពេលហ្នឹងមេចោលព្រៃគឺមានអារម្មណ៍ថាខ្លួនឯងហ្នឹងបានចាញ់ច្រាបទៅកាន់លោកគ្រូដាញ់ហើយព្រោះថាអាគមដែលវាប្រើទាំងប៉ុន្មានហ្នឹងគឺមិនអាចធ្វើអីទៅកាន់លោកគ្រូដាញ់ហ្នឹងបានទេភ្លាមហ្នឹងដោយឃើញឱកាសល្អលោកគ្រូដាញ់ក៏បានយកដៃរបស់លោកគ្រូដាញ់ហ្នឹងបានប្រើអាគមទាំងឡាយហ្នឹងទៅកាន់ដីទៅកាន់លើដីអញ្ចឹងលោកគ្រូដាញ់ក៏បានគូនៅកាឡាយ័ន្តទាំងឡាយទៅកាន់លើដីហ្នឹងដែលអាគមទៅលើដីហ្នឹងគេហៅអាគមនឹងថាគឺជាអាគមធាតុអញ្ចឹងអាគមហ្នឹងគឺប្រើទៅកាន់ធាតុទាំង4រួមមានទឹកដីភ្លើងខ្យល់ណាអាគមហ្នឹងគឺអាគមខ្លាំងហើយអ្នកដែលលេងអាគមគឺគេខ្លាចបំផុតអ្នកដែលចេះអាគមប្រើធាតុហ្នឹងឬក៏គេប្រើអាគមនៅលើដីហ្នឹងព្រោះថាអាគមនៅលើដីហ្នឹងបើសិនជាយើងចង់គេចរត់គេចទៅណាគឺរត់អត់រួចទេដោយសារតែជើងជាប់ដីលុះត្រាតែជើងហ្នឹងមិនជាប់ដីបានជាយើងអាចគេចរួចខ្លួនបានឬក៏អាចដោះអាគមនឹងបានអញ្ចឹងក្រោយពីលោកគ្រូដាញ់បានប្រើអាគមនឹងទៅកាន់លោកមេចោលព្រៃហ្នឹងហើយធ្វើឲ្យមេចោលព្រៃនឹងមានអារម្មណ៍ថាខ្លួនឯងនឹងបាក់កំ
កម្លាំងនឹងអស់កម្លាំងជាខ្លាំងហើយខ្លួនរបស់មេចៅប្រៃហ្នឹងគឺត្រូវរបួសពេញតែខ្លួនតែម្ដងដែលឃើញអាការល្អបែបហ្នឹងលោកគ្រូដាញ់ក៏បានប្រើអាគមមួយទៀតដែលមានឈ្មោះថាអាគមឈាមរមៀលអញ្ចឹងលោកគ្រូដាញ់ក៏បានដាក់អាគមនឹងទៅចំមេចៅព្រៃដោយសារតែកម្លាំងមេចៅព្រៃនឹងខ្សោយមិនអាចដោះអាគមរបស់លោកគ្រូដាញ់នឹងបានទេភ្លាមនឹងធ្វើឲ្យឈាមរបស់មេចៅព្រៃនឹងបានហូរមកកាន់ដីរហូតមិនឈប់ឈរលក្ខណៈថាហូររហូតចង់អស់ពីខ្លួនតែម្ដងធ្វើឲ្យមេចៅព្រៃនឹងមានអាការៈស្លេកស្លាំងសឹងតែខ្លួនរាងកាយរបស់មេចៅព្រៃនឹងគឺអត់មានឈាមសោះតែម្ដងអញ្ចឹងគ្រាន់តែឃើញហេតុការណ៍បែបហ្នឹងលោកគ្រូយតបានស្រែកទៅកាន់លោកគ្រូដាញ់ថាលោកគ្រូសម្រាប់ជីវិតវាចោលទៅព្រោះអាមេចៅព្រៃនឹងវាចិត្តព្រៃផ្សៃក៏ប៉ុន្តែលោកគ្រូដាញ់ក៏អត់បានធ្វើទេលោកគ្រូដាញ់ដោយសារតែមើលទៅគួរឲ្យអាណិតទៅមេចៅព្រៃហ្នឹងដោយសារតែមេចៅព្រៃហ្នឹងវាស្រែកធ្ងោទៅមើលទៅគួរឲ្យអាណិតខ្លាំងពេកបានជាលោកគ្រូដាញ់ហ្នឹងអត់ដាច់ចិត្តសម្លាប់វាក៏ប៉ុន្តែនៅពេលដែលមេចៅព្រៃនឹងរៀងដឹងខ្លួនបន្តិចភ្លាមនឹងមេចៅព្រៃក៏បានប្រើកូនក្រក់ពីរដែលយើងដឹងថាមេចៅព្រៃដែលបានរិចកិច្ចរួចខ្លួននៅពេលដែលវាចាញ់នៅគ្រូអាគមមួយណាគឺតែងតែប្រើកូនក្រក់នឹងដើម្បីជួយមេចៅព្រៃនឹងចេញពីកន្លែងហ្នឹងអញ្ចឹងមេចៅព្រៃនឹងក៏បានស្រែកយ៉ាងលឺទៅកាន់កូនក្រក់ហ្នឹងដោយលឺសំឡេងថាអាកូនជួយឪគ្រាន់តែលឺប៉ុណ្ណឹងភ្លាមហ្នឹងមេចៅព្រៃហ្នឹងក៏បានបាត់ខ្លួនចេញពីកន្លែងសីមាហ្នឹងដោយលោកគ្រូដួងដឹងថាមេចៅព្រៃហ្នឹងចង់រត់ដូចខ្លួនលោកគ្រូដួងក៏បានប្រើកូនក្រក់របស់គាត់ដែលកូនក្រក់របស់គាត់គឺមានឈ្មោះថាខ្មៅអញ្ចឹងលោកគ្រូដួងក៏បានប្រើអាខ្មៅហ្នឹងឲ្យទៅចាប់កូនក្រក់ទាំងពីររបស់មេចៅព្រៃហ្នឹងភ្លាមហ្នឹងគឺមេចៅព្រៃហ្នឹងគេចរួចខ្លួនលែងកើតហើយព្រោះថាត្រូវកូនក្រក់របស់លោកគ្រូដាញ់ហ្នឹងបានចាប់ទាំងពីរបានណាព្រោះថាកូនក្រក់ហ្នឹងគឺជាកូនក្រក់ព្រាយទេមិនមែនជាកូនក្រក់ដែលខ្មោចឲ្យទេក៏ប៉ុន្តែកូនក្រក់របស់លោកគ្រូឌួងហ្នឹងគឺជាកូនក្រក់របស់ពិតមានន័យថាខ្មោចបានឲ្យរបស់ហ្នឹងមកកាន់លោកគ្រូឌួងទើបជាកូនក្រក់របស់លោកគ្រូឌួងហ្នឹងខ្លាំងពូកែជាងកូនក្រក់របស់មេចៅព្រៃហ្នឹងអញ្ចឹងមេចៅព្រៃហ្នឹងគឺធ្វើការរត់លេងរួចខ្លួនទៀតហើយឈាមហ្នឹងក៏បានហូរមកកាន់ជាច្រើននៅក្នុងពេលវេលាហ្នឹងមេចៅព្រៃគឺរស់នៅពិបាកជាងស្លាប់ទៅទៀតព្រោះថាឈាមហ្នឹងគឺបានហូរមកកាន់ជាច្រើនហើយរបួសហ្នឹងគឺកាន់តែចុកចាប់អញ្ចឹងលោកគ្រូឌួងហ្នឹងក៏បានចាប់កូនក្រក់ពីររបស់មេចៅព្រៃហ្នឹងបានទៀតអញ្ចឹងមេចៅព្រៃហ្នឹងគឺអស់វិធីតទល់អាគមជាមួយនឹងលោកគ្រូដាញ់ហើយអញ្ចឹងភ្លាមហ្នឹងលោកគ្រូដាញ់ហ្នឹងក៏មិនបានប្រើវិធីអីទៅកាន់មេចៅព្រៃហ្នឹងទៀតដែរលោកគ្រូដាញ់ហ្នឹងគឺបានទុកឲ្យមេចៅព្រៃហ្នឹងស្លាប់ទៅតាមយតកម្មរបស់មេចៅព្រៃហ្នឹងដោយសារតែមេចៅព្រៃហ្នឹងមានកម្មក្រាស់ជាមួយនឹងការសម្លាប់មនុស្សយ៉ាងព្រៃផ្សៃហ្នឹងណាអញ្ចឹងមិនយូរប៉ុន្មានណាមេចៅព្រៃហ្នឹងក៏បានដាច់ខ្យល់ស្លាប់នឹងកន្លែងហ្នឹងបាត់ទៅដោយកូនមេចៅព្រៃទាំងប៉ុន្មានហ្នឹងក៏បានព្រមចោះចូលជាមួយនឹងលោកគ្រូដាញ់ហើយសន្យាជាមួយនឹងលោកគ្រូដាញ់ថានឹងកែខ្លួនធ្វើជាអ្នកភូមិនៅក្នុងភូមិហ្នឹងរួចក៏បានទៅរំដោះអ្នកភូមិទាំងឡាយដែលជាប់ដោយសារតែមេចៅព្រៃហ្នឹងបានសម្លាប់ហ្នឹងអញ្ចឹងបន្ទាប់ពីថ្ងៃហ្នឹងហើយអ្នកភូមិទាំងឡាយហ្នឹងក៏បានត្រូវដោះលែងដោយសារតែលោកគ្រូដាញ់បានទៅដោះលែងในផ្ទាល់អ្នកភូមិដែលស្គាល់លោកគ្រូដាញ់ទាំងប៉ុន្មានហ្នឹងក៏បានមកក្រាបសំពះនិងអរគុណទៅកាន់លោកគ្រូដាញ់ជាខ្លាំងហើយអ្នកភូមិទាំងឡាយហ្នឹងក៏បានហៅលោកគ្រូដាញ់ថាជាទេវតាដើរដីមានន័យថាជាទេវតាដែលជួយសង្គ្រោះអ្នកភូមិហ្នឹងណាបើសិនជាគ្មានវត្តមានរបស់លោកគ្រូដាញ់ទេក៏គ្មានវត្តមានអ្នកភូមិនឹងរស់នៅក្នុងភូមិនឹងទៀតដែរព្រោះថាមេចៅព្រៃនឹងតែងតែកាប់សម្លាប់យ៉ាងព្រៃផ្សៃទៅកាន់អ្នកភូមិដោយអ្នកភូមិនឹងគឺរស់នៅវេទនាជាងស្លាប់ទៅទៀតពេលដែលវាហៅទៅធ្វើកម្មកររបស់វាអ្នកភូមិតែងតែលំបាកជានិច្ចគឺមិនមានអ្នកភូមិណាមួយដែលរស់ដោយស្រួលទេហើយគាត់អ្នកភូមិហ្នឹងហូបបាយហ្នឹងគឺហូបបាយសល់ពីក្រុមចៅទាំងអស់ហ្នឹងមិនមានសិទ្ធហូបបាយពីមុនពួកចៅហ្នឹងទេហើយពេលខ្លះគឺវាធ្វើបាបបុកម្នេញខ្លាំងមែនទែនហើយក្មេងៗអាយុ14 15ឆ្នាំហ្នឹងគឺត្រូវពួកវាចាប់លំលោភយ៉ាងព្រៃផ្សៃតែម្ដងរាល់ស្ត្រីណាដែលមានកូនទម្ងន់រយៈពេល4ទៅ5ខែហ្នឹងគឺវាសម្លាប់យកខ្មោចរបស់កូនហ្នឹងមកធ្វើជាកូនក្រក់របស់វាទៀតអញ្ចឹងមានន័យថាពួកចៅហ្នឹងគឺវាព្រៃផ្សៃខ្លាំងមែនទែនបន្ទាប់ពីដឹងរឿងរបស់អ្នកភូមិហើយធ្វើឲ្យលោកគ្រូដាញ់ហ្នឹងគាត់បានស្រក់ទឹកភ្នែកដោយសារតែគាត់អាណិតទៅកាន់អ្នកភូមិពុនពេកហើយលោកគ្រូដាញ់ហ្នឹងក៏បានប្រាប់អ្នកភូមិហ្នឹងដែរគាត់ថាគាត់ហ្នឹងមិនចង់ចេញពីភូមិហ្នឹងទេក៏ប៉ុន្តែដោយសារតែទង្វើរបស់អ្នកភូមិហ្នឹងគឺធ្វើមកកាន់គាត់ហ្នឹងគឺវាហួសហេតុខ្លាំងពេកសឹងថាមិនអាចឲ្យគាត់ហ្នឹងរស់នៅក្នុងភូមិហ្នឹងបានព្រោះថាគាត់ហ្នឹងគឺគាត់ខំជួយអស់ពីចិត្តយ៉ាងណាក៏ដោយក៏អ្នកភូមិហ្នឹងមិនដែលមើលឃើញតម្លៃគាត់ដែរក៏ប៉ុន្តែអ្នកភូមិហ្នឹង
បែរជាយកគុណទៅជាទោសវិញបន្ទាប់ពីអ្នកភូមិឮសម្ដីរបស់លោកគ្រូដាញ់ហើយអ្នកភូមិដែលនៅរស់ទាំងប៉ុន្មានហ្នឹងក៏បានប្រាប់លោកគ្រូដាញ់ថាអ្នកដែលមើងងាយទៅកាន់លោកគ្រូដាញ់ទាំងប៉ុន្មានហ្នឹងត្រូវបានមេចៅព្រៃហ្នឹងកាប់សម្លាប់អស់បាត់ហើយដោយសារតែពួកហ្នឹងវាគឺជាមនុស្សដែលឆ្លៀតឱកាសនិយមហើយពួកហ្នឹងណាបានចំទាស់ទៅចិត្តមេចៅព្រៃហ្នឹងបានជាមេចៅព្រៃហ្នឹងបានកាប់សម្លាប់ពួកហ្នឹងយ៉ាងព្រៃផ្សៃមែនទែនពីដំបូងឡើយពួកហ្នឹងក៏មានគម្រោងបះបោនឹងមេចៅព្រៃហ្នឹងដែរក៏ចង់ប៉ុនប៉ងសម្លាប់មេចៅព្រៃហ្នឹងដែរក៏ប៉ុន្តែត្រូវបានមេចៅព្រៃហ្នឹងដឹងតាន់រួចក៏បានចាប់ពួកហ្នឹងទៅសម្លាប់ទាំងអស់តែម្ដងហើយអ្នកដែលរស់នៅទាំងប៉ុន្មានយ៉ាងវេទនាហ្នឹងណាគឺសិតសឹងតែជាអ្នកភូមិស្លូតត្រង់ទេមិនមានអ្នកភូមិណាមួយដែលកោងកាចទេក្រោយពីលោកគ្រូដួងបានស្ដាប់នៅរឿងរ៉ាវរបស់អ្នកភូមិហើយលោកគ្រូដួងក៏ព្រមមកហៅសកម្មឲ្យអ្នកភូមិដែលគាត់នឹងមិនយកទោសបីជាមួយអ្នកភូមិទេហើយក៏ប្រាប់ថាអ្នកភូមិថាចាប់ពីថ្ងៃហ្នឹងទៅគឺអស់ទុកសោកត្រឹមនឹងទៀតហើយព្រោះថាលោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងបានកំចាប់ចោលព្រៃអស់ហើយនៅក្នុងភូមិហ្នឹងឬក៏នៅក្នុងព្រៃហ្នឹងព្រោះថានៅក្នុងព្រៃហ្នឹងគឺមានចោលព្រៃតែ2 3ក្រុមទេក៏ប៉ុន្តែត្រូវបានលោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងបានកំចាត់អស់ហើយគ្រាន់តែនិយាយដល់ឈ្មោះលោកគ្រូដួងភ្លាមណាលោកគ្រូដាញ់ក៏បានបញ្ញាប់នាំអ្នកភូមិទាំងឡាយហ្នឹងទៅមើលសភាពរបស់លោកគ្រូដួងអញ្ចឹងនៅពេលដែលទៅដល់ខ្ទមរបស់លោកគ្រូដួងណាលោកគ្រូដួងហ្នឹងក៏បានមានសភាពធ្ងន់ធ្ងរខ្លាំងមែនទែនសឹងតែគាត់ហ្នឹងណានិយាយក៏មិនកើតងើបកម្រើកខ្លួនក៏មិនកើតគាត់ដូចជាគល់ឈើអញ្ចឹងក្រោយពីឃើញសភាពរបស់លោកគ្រូដួងអញ្ចឹងលោកគ្រូដាញ់ក៏បានចូលទៅក្នុងព្រៃតែម្នាក់ឯងដើម្បីទៅរកថ្នាំមកជូនលោកគ្រូដួងណាអញ្ចឹងលោកគ្រូដាញ់ហ្នឹងក៏បានធ្វើដំណើរចូលទៅក្នុងព្រៃអស់រយៈពេល3ថ្ងៃបានគាត់ត្រឡប់មកវិញហ្នឹងពេលដែលគាត់ត្រឡប់មកវិញហ្នឹងគាត់ក៏បញ្ញាប់ដាំថ្នាំទាំងឡាយហ្នឹងដើម្បីព្យាបាលលោកគ្រូដាញ់ភ្លាមព្រោះថាសភាពរបស់លោកគ្រូដាញ់ហ្នឹងគឺធ្ងន់ធ្ងរខ្លាំងមែនទែនសឹងថាมันអាចមានជីវិតបន្តទៀតបានណាព្រោះគាត់ដូចជាគល់ឈើបាត់ហើយអញ្ចឹងអ្នកណានិយាយអីក៏គាត់មិនកម្រើកបានដែរគាត់គ្រាន់តែញាក់ចើមញាក់អីអញ្ចឹងណាព្រោះថារាងកាយរបស់គាត់ហ្នឹងគឺកម្រើកលែងដឹងអីបាត់ហើយព្រោះថាអាគមរបស់មេចៅព្រៃហ្នឹងក៏មិនមែនជាអាគមធម្មតាដែរអញ្ចឹងចាប់ពីពេលហ្នឹងមកអ្នកភូមិទាំងឡាយហ្នឹងក៏បានមកសួរសុខទុក្ខលោកគ្រូដួងនិងលោកគ្រូដាញ់ជារៀងរាល់ថ្ងៃមិនមានថ្ងៃណាដែលអ្នកភូមិមិនមកសួរសុខទុក្ខពួកគាត់ទេហើយពេលហ្នឹងលោកគ្រូដាញ់ហ្នឹងក៏បានរៀបចំសុភ័ណភាពនៅក្នុងភូមិនឹងឡើងវិញដោយឲ្យអ្នកភូមិទាំងឡាយហ្នឹងរៀនរស់នៅដែលចេះចែករំលែកគ្នាទៅវិញទៅមកហើយលោកគ្រូដាញ់និងលោកគ្រូដួងជាមួយបងយុទ្ធបងយ៉តហ្នឹងក៏បានបង្ហាត់បង្រៀនអ្នកភូមិនៅវិជ្ជាគុណទាំងឡាយនៅក្នុងការការពារខ្លួនហ្នឹងហើយអ្នកភូមិនឹងទីនោះស្រឡាញ់លោកគ្រូដួងនិងលោកគ្រូដាញ់ខ្លាំងមែនទែនលោកគ្រូដួងបន្ទាប់ពីជាមកវិញក៏ដឹងគុណទៅកាន់លោកគ្រូដាញ់ជាខ្លាំងហើយក៏បានហៅលោកគ្រូដាញ់ថាគឺជាលោកគ្រូទៀតផងព្រោះថាលោកគ្រូដាញ់ហ្នឹងបានសង្គ្រោះជីវិតលោកគ្រូដួងក៏ប៉ុន្តែលោកគ្រូដាញ់ហ្នឹងក៏គាត់ដាក់ខ្លួនខ្លាំងមែនទែនគាត់មិនទទួលទេដោយសារតែពាក្យហ្នឹងគឺវាធ្ងន់ធ្ងរសម្រាប់គាត់ណាព្រោះថាលោកគ្រូដួងហ្នឹងក៏ជាលោកគ្រូម្នាក់ដែរហើយក៏ជាលោកគ្រូសម្រាប់បងយុទ្ធនិងមួយយ៉តដែរអញ្ចឹងបើហៅលោកគ្រូដាញ់ថាជាលោកគ្រូអញ្ចឹងលោកគ្រូដួងហ្នឹងគឺគាត់មិនមានឋានៈស្មើនឹងលោកគ្រូអញ្ចឹងបានជាលោកគ្រូដាញ់ហ្នឹងគាត់អត់ទទួលពាក្យហ្នឹងហើយចាប់ពីថ្ងៃហ្នឹងមកអ្នកភូមិនៅទីនោះរស់បានសុខសាន្តរហូតតរៀងមកដោយសារតែលោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងក៏ព្រមរស់នៅជាមួយនឹងអ្នកភូមិនឹងដែរអញ្ចឹងសាច់រឿងរបស់យើងរវាងលោកគ្រូដាញ់កំចាត់មេចៅព្រៃអាគមហ្នឹងគឺបានបញ្ចប់នៅត្រឹមនឹងឯងហើយ admin ក៏សូមអរគុណទៅបងប្អូនទាំងអស់គ្នាដែរដែលបានស្ដាប់រឿងហ្នឹងរហូតមកដល់ចប់អញ្ចឹងសរុបសាច់រឿងមកអំពើអាក្រក់មិនដែលឈ្នះអំពើល្អទេអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាសាងនៅអំពើល្អឲ្យបានច្រើនទាំងអស់គ្នាព្រោះថាអំពើល្អនេះហើយតែងតែឈ្នះនៅអំពើអាក្រក់ជានិច្ចមិនថាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយទេអញ្ចឹងបន្ទាប់ពីសាច់រឿងហ្នឹងអ្នកទាំងអស់គ្នាទទួលបានចំណេះដឹងឬក៏ទទួលបានភាពកំសាន្តបែបណាដែរនៅពេលដែលអ្នកទាំងអស់គ្នាស្ដាប់ចប់កុំភ្លេចជួយចុច Subscribe ឲ្យ admin ម្នាក់មួយផងណាដើម្បីជាកម្លាំងចិត្តជួយឲ្យ admin ហ្នឹងនៅក្នុងការបង្កើតវីដេអូបែបហ្នឹងជូនទៅបងប្អូនទាំងអស់គ្នាស្ដាប់ទៀតហើយក៏អរគុណទៅ fan ឬក៏បងប្អូនទាំងឡាយណាដែលជួយចុច Subscribe ឲ្យ admin ជារៀងរហូតមកក៏ដូចជា comment admin និង like adminអញ្ចឹង admin សូមអរគុណបងប្អូនទាំងអស់គ្នាមែនសម្រាប់ការ support admin តាំងពីដើមរហូតមកដល់អញ្ចឹងសាច់រឿង admin មានតែប៉ុណ្្នឹងទេក៏សូមជម្រាបលាបងប្អូនទាំងអស់គ្នានៅប៉ុណ្នេះដែរជួបគ្នានៅវីដេអូក្រោយបាយបាយ